គ្រប់សួស្តីបងប្អូននៅវគ្គខាងអមេរិកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងបន្តសាច់រឿងរបស់យើងជាបន្តទៅទៀតហើយថ្ងៃនេះមិនចូលទៅកាន់សាច់រឿងរបស់យើងហ្នឹងបងប្អូនទាំងគ្នាកុំភ្លេចចុច like ក៏ដូចជា subscribe មកកាន់ channel របស់យើងផងណាដើម្បីជាការលើកទឹកចិត្តមកកាន់អមេរិកហើយមួយវិញទៀតបងប្អូនសាច់រឿង channel មានធ្វើអត់ទាន់អញ្ចឹងហ្នឹងមានក៏សម្រាប់ចាត់ថាធ្វើ novel តំដងទៅចាំស្អែកចេញរឿង channel តំដងណាហើយសម្រាប់បងប្អូនតែ fan novel ហ្នឹងស្អែកបាទសិនតែមានអត់បានចេញរឿង novel ទេប្រហែលជាចេញរឿង channel ហ្នឹងហើយឥឡូវយើងក៏មិនបនយូរនាំតែទៅក្នុងពំជូយើងចូលមកកាន់សាច់ខ្លាំងរបស់យើងតែម្ដងហ្នឹងហើយរំលឹកទៅកាន់វាមុនបន្តិចយើងក៏បានដឹងស្រាប់ហើយណោះថា Violin គាត់ក៏បានទៅកាន់ភពនៃការបំផន់មួយប៉ុណ្ណឹងឯងដើម្បីតែងតាមសម្រាប់លាវមីណាព្រមទាំងបុព្វបុរសនៃគ្រួសារហ៊ុនហ្នឹងឯងដែលបានរៀបរៀងគាត់ក្នុងការកម្ចាត់ទៅកាន់លាវមីហើយដោយសារតែបុព្វបុរសនៃគ្រួសារហ៊ុនគាត់ក៏បានបើកជំនួយនៃការបង្កើតក្នុងការការពារទៅកាន់គ្រួសារហ៊ុនទាំងមូលដូច្នេះហ្នឹងវ៉ារ៉ាប់យើងគាត់គឺមិនអាចបំបែកបាននោះទេក៏ប៉ុន្តែនៅកំឡុងពេលនោះ Violin គាត់ក៏បានប្រើប្រាស់ជាមួយស្នៀតដាវមួយដែលមានឈ្មោះថាបំបែកឋានសួគ៌ហ្នឹងឯងត្រឡប់មកកាន់សាច់រឿងថ្មីរបស់យើងវិញគេក៏បានប្រាប់បន្តិចអំពីអំណាចនៃស្នៀតដាវបំបែកឋានសួគ៌ហ្នឹងណាហ្នឹងហើយបងប្អូនដែលស្ដាប់សាច់រឿងចាស់ៗហ្នឹងគាត់ក៏នឹងដឹងហើយប៉ុន្តែកន្លែងហ្នឹងគេក៏បញ្ជាក់បន្ថែមទៀតបាទចំពោះស្នៀតដាវហ្នឹងគឺវត្តរបស់យើងទទួលបានចេញអំពីដាវថោនរបស់គាត់ហ្នឹងឯងដែលមានឈ្មោះថាដាវទ្រព្យសម្បត្តិណាបាទដាវទ្រព្យសម្បត្តិហ្នឹងវាគឺជាដាវដំបងដែលវត្តរបស់យើងគាត់ទទួលបាននៅពេលដែលគាត់ក៏បានចូលទៅកាន់ប៉ាហឹងយូដំបងហ្នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញក្រោយមកវត្តរបស់យើងគាត់ក៏បានបាត់បង់វាហើយបន្ទាប់មកហ្នឹងរហូតដល់ពេលនេះគាត់ក៏អាចរកវាឃើញវិញបានហ្នឹងឯងនៅក្នុងទីចំណូលដ៏ជ្រៅមួយហ្នឹងតែម្ដងណាចំពោះបងប្អូនយើងដែលស្ដាប់រឿងចាស់ហ្នឹងក៏នឹងបានដឹងហើយបាទចំពោះដាវទ្រព្យសម្បត្តិរបស់វត្តរបស់យើងហ្នឹងគឺវាមានជំនឿបច្ចេកទេសព្រលឹងនៃវិញ្ញាណដាវដំណក់ទឹកភ្លៀងការពីមនុស្សចំនួនមុនណាឬអាចនិយាយបានថាក៏ជាមនុស្សបុរាណហ្នឹងឯងបាទចំពោះបច្ចេកទេសព្រលឹងដាវបុរាណមួយនេះមិនមែនជាបច្ចេកទេសអមតៈឬក៏ជីវវិទ្យាត្រូវបានបង្កើតឡើងដោយតាអ្វីនោះទេហើយសូម្បីតែជាសមត្ថភាពផ្ទាល់ខ្លួនហ្នឹងក៏វាមិនមែនជាសមត្ថភាពផ្ទាល់ខ្លួនអ្វីនោះទេផ្ទុយទៅវិញវាក៏ជាស្នៀតដាវមួយហ្នឹងឯងបាទចំពោះស្នៀតដាវមួយនេះវាគឺជាស្នៀតដាវដ៏មានឥទ្ធិពលដែលវ៉ាលេនទទួលបានចេញអំពីមរតកនៃដាវទ្រព្យសម្បត្តិរបស់គាត់ដែលវាក៏ជាមរតកចេតនាដាវបុរាណហ្នឹងឯងបាទត្រឡប់ទៅកាន់សាច់រឿងយើងចាស់បន្តិចហ្នឹងអង្ការពេលដែលវត្តយើងគាត់ក៏បានបញ្ចេញជំនឿដាវរបស់គាត់ដំបូងដោយការពីពេលនោះហ្នឹងវត្តយើងគាត់ក៏បានមើលឃើញហើយថាសំបីតែសត្វចម្លែកបកលន់មិនថាបើទោះបីជាអ្នកការពីអមតៈរបស់គាត់នោះទេពួកគេគឺមិនអាចបំបែកជាមួយនឹងក្បួនការបង្កើតទាំងនេះបានឡើយអញ្ចឹងហ្នឹងបានជាគាត់ក៏បានដកដាវមួយនឹងចេញមកតែម្ដងណាធ្វើការវាប្រហារចេញទៅហ្នឹងឯងដោយប្រើប្រាស់ជាមួយនឹងស្នៀតដាវមួយនោះក៏ជាស្នៀតដាវបំបែកឋានសួគ៌ហ្នឹងឯងបាទចូលមកកាន់សាច់រឿងថ្មីរបស់យើងវិញបន្ទាប់ពីធម្មពលដាវមួយហ្នឹងក៏ចាប់ផ្ដើមធ្លាក់ចុះជាបន្តបែបហ្នឹងហ្នឹងផ្ទៃមេឃទាំងមូលវាហាក់ដូចជាត្រូវបានបំបែកចែកចេញជាពីររួចទៅហើយជាមួយនឹងការវាប្រហារមួយហ្នឹងគឺវាមិនបានបញ្ចេញជាមួយនឹងធម្មពលដាវឬក៏ជាធម្មពលវិញ្ញាណអមតៈអ្វីនោះទេក៏ប៉ុន្តែផ្ទុយទៅវិញនៅពេលដែលណាម្នាក់ក៏បានសម្លឹងមើលទៅកាន់ការវាប្រហារមួយហ្នឹងហើយហ្នឹងវាក៏អាចធ្វើការអង្គ្រួនជាមួយនឹងភ្លើងរបស់អ្នកនោះបានភ្លាមហ្នឹងឯងហើយនៅខណៈពេលនេះមនុស្សដែលបានប្រតិកម្មមុនគេហ្នឹងក៏ជាបុព្វបុរសនៃគ្រួសារហ៊ុនហ្នឹងឯងផ្នែករបស់គាត់ក៏បានបើកឡើងប៉ប៉ិនប៉ងមកហើយទឹកមកឯនេះវិញគឺថាតក់ស្រុតយ៉ាងខ្លាំងមែនទេហើយគាត់ក៏បានត្រឹមតែលន់មកហើយថានេះវាគឺជាច្បាប់ហ្នឹងហើយជាមួយនឹងការវាប្រហារជាមួយនឹងដាវមួយហ្នឹងគឺវាប្រៀបបានដូចជាធម្មពលដាវដ៏ធំសម្បើមមួយកំពុងតែធ្លាក់មកពីលើមេឃអញ្ចឹងណាស្នៀតហ្នឹងគឺបងប្អូនយើងមួយចំនួនក៏ប្រហែលជាធ្លាប់បានដឹងហើយដោយសារតែបាទរឿងចិនពីច្រើនគឺគេធ្វើ style បែបហ្នឹងឯងមានធម្មពលដាវដ៏ធំសម្បើមមួយធ្លាក់ចេញពីលើមេឃតែម្ដងណាវាហាក់ដូចជាត្រូវបានបំបែកចែកចេញជាពីរហ្នឹងឯងបាទអន្តរភាពមួយហ្នឹងបងប្អូនយើងក៏ប្រហែលជាធ្លាប់បានឃើញហើយបាទរបស់យើងបញ្ចេញទៅនេះវាក៏ជាទស្សនវិជ្ជាបែបហ្នឹងឯងក៏ប៉ុន្តែកំណាចជាងនឹងតិចដោយសារតែផ្ទៃមេឃទាំងមូលវាក៏ត្រូវបានងងឹតទាំងស្រុងរួចទៅហើយវាមិនមែនភ្ជាប់អើតែបុព្វបុរសនៃគ្រួសារហ៊ុនប៉ុណ្ណឹងទេសំបីតែហ៊ុនហ្វឹងសិននៅពេលនេះវិញគាត់ក៏ពិតជាមានការភ្ជាប់អើដូចគ្នាដែរហ្នឹងឯងឃើញថានៅពេលនេះហ្វឹងសិនគេក៏បានត្រឹមតែលន់មាត់ហើយថានេះបាទរាងកាយរបស់ហ៊ុនហ្វឹងសឹងគឺញ័រខ្លាំងមែនទេហើយគាត់ក៏បានដកថយក្រោយប្រមាណជំហានប្រៀបបានដូចជាចាំរបស់គាត់នៅពេលនេះគឺត្រូវបានធម្មពលដាវមួយកំពុងតែចាក់បញ្ចូលយ៉ាងចឹងថ្ងៃចំពោះហ៊ុនហ្វឹងសិនកម្រិតនៃការវឹកហាត់របស់គេក៏ជាកម្រិតទី7ដំណាក់កាលចុងក្រោយហ្នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញជាមួយនឹងកម្រិតនៃការវឹកហាត់របស់គាត់គឺមិនអាចមើលឃើញអំពីច្បាប់នៃដាវដែលវត្តយើងគាត់ក៏បានបញ្ចេញនោះបានឡើយហើយចំពោះច្បាប់នៃដាវហើយដែលបានជាគេនិយាយបែបហ្នឹងគឺនោះក៏ដោយសារតែយើងធ្លាប់ឃើញហើយអំពីរឿងចិនជាច្រើនណានៅពេលដែលនរណាម្នាក់ក៏បានធ្វើខុសអីហ្នឹងឋានសួគ៌ក៏តែងតែបញ្ចេញជាមួយនឹងផ្លែបថៅឬក៏ផ្លែដាវធំអញ្ចឹងទៅធ្លាក់ចេញពីលើមេឃតែម្ដងណាវាហាក់ដូចជាត្រូវបានពុះបំបែកចែកចេញពីហ្នឹងឯងបាទទស្សនវិជ្ជារបស់យើងបញ្ចេញមកនៅពេលនេះវាគឺប្រៀបបានដូចជាច្បាប់មួយហ្នឹងឯងច្បាប់នៃឋានសួគ៌ក៏បានធ្លាក់មកតែម្ដងណាអញ្ចឹងហ្នឹងចំពោះហ៊ុនហ្វីងសឹងគេក៏បានត្រឹមតែដឹងអំពីចេតនានៃការសម្លាប់ចេញពីដាវទាំងអស់នោះតែប៉ុណ្ណោះហ្នឹងឯងឃើញថានៅពេលនេះធម្មពលដាវមួយហ្នឹងវាក៏បានធ្លាក់ចុះមកហើយសំឡេងលន់លឺបំទោសជាបន្តបន្ទាប់ក៏ត្រូវបានបន្លឺឡើងប៊ុំ
និយាយតែកន្លែងហ្នឹងគឺវាលឺរហូតដល់8 ដងណោះបាទចំពោះ Vincent នៅពេលនេះបន្ទាប់ពីបានឃើញបែបហ្នឹងចង្វាក់បេះដូងរបស់គាត់គឺថាលុតញាប់ខ្លាំងមែនទែនហើយតិចទៀតចូលបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយមិនមែនតែហ៊ុន Vincent ប៉ុណ្្នឹងនោះទេសម្បីតែសមាជិកនៃគ្រួសារហ៊ុនផ្សេងៗទៀតហ្នឹងពួកគេក៏សុទ្ធតែមានការភ័យខ្លាចទាំងអស់ហ្នឹងឯងបើទោះបីជានៅពេលនេះវាគឺមានជំនឿក្បួននៃការបង្កើតក្នុងការការពារទៅកាន់ពួកគេយ៉ាងណាក៏ដោយក៏ប៉ុន្តែជំនឿស្នៀតដាវនៃការវាប្រហារបាញ់នេះវាហាក់ដូចជាធ្វើពួកគេគឺមានអារម្មណ៍ថាបាត់បង់ជំនឿអ្វីយ៉ាងអញ្ចឹងហើយក្រោមពីសមាជិកនៃគ្រួសារហ៊ុនហើយហ្នឹងឈិនកុយស៊ីដែលគាត់កំពុងតែអង្គុយនៅក្នុងបន្ទប់សម្ងាត់របស់គាត់នៃផ្ទះគ្រួសារឈិននៅវិញហ្នឹងគាត់ក៏មានការផ្ចាប់អាល់នឹងការវាប្រហាររបស់ Valen ដូចគ្នាដែរគាត់នៅពេលនេះក៏បានត្រឹមតែលន់មាត់ហើយថាច្បាប់នេះវាគឺជាច្បាប់នៃការវាប្រហារដើមនេះពោពេញដោយធម៌ពលនៃច្បាប់បាទកន្លែងហ្នឹងគេក៏បានធ្វើយើងស្វែងយល់បន្តិចដែរអំពីការឈានដល់ជំហានទី2ណាបាទជាមួយនឹងការឈានដល់ជំហានទី2ហ្នឹងនោះក៏ជាការយល់ដឹងអំពីច្បាប់ហ្នឹងឯងជំហានដំបូងហ្នឹងក៏ជាការយល់ដឹងអំពីឋានសួគ៌ហើយជំហានទី2នេះវិញវាគឺជាការបំផ្លាញអំពីការយល់ដឹងទាំងនោះទៅជាអំណាចនៃច្បាប់ហ្នឹងឯងហ៊ុនកុយស៊ីនៅពេលនេះគាត់ក៏បានត្រឹមតែលន់មកទៀតថាបើសិនបើក្មេងនេះក៏ពិតជាមិនបានជាមនុស្សមកអំពីប្រសានបកលនោះទេថាតើគេអាចបង្ហាញជាមួយនឹងការវាប្រហារដើរបែបនេះបានដល់របៀបណាទៅនៅកំឡុងពេលនេះផងដែរសមាជិកនៃគ្រួសារស៊ូនេះវិញពួកគេក៏បានកត់សម្គាល់ឃើញអំពីទស្សនវិជ្ជានៃការវាប្រហារនឹងដូចគ្នាដែរជាពិសេសក៏ជាតាចាស់ម្នាក់មកពីគ្រួសារស៊ូនឹងឯងគាត់ក៏បានមើលជំនាញសមត្ថភូមិនេះដូចគ្នាដែរនៅក្នុងផ្ទះរបស់គ្រួសារហ៊ុននឹងឯងដោយធម្មពលទេពភាពរបស់គាត់ណាដំបូងឡើយគាត់គឺមានជំនាញកិច្ចប្រឹងប្រែងមួយជាមួយនឹងបុព្វបុរសនៃគ្រួសារហ៊ុននឹងឯងថានឹងផ្ដល់ជំនួយអញ្ចឹងណាអញ្ចឹងហ្នឹងគាត់ក៏នឹងរៀបជិនជើងចូលទៅជួយដូចគ្នាដែរក៏មិនថាយ៉ាងណាមិញគាត់ក៏បានផ្លាស់ប្ដូរចិត្តវិញទៅដោយមិនបានជួយទៅកាន់គ្រួសារហ៊ុននោះទេនៅខណៈនេះឃើញថាសមាជិកនៃគ្រួសារស៊ូដែលជាតាចាស់ម្នាក់គាត់ក៏បានត្រឹមតែគាត់ឲ្យថាក្បាច់ដើមក្មេងម្នាក់ក៏ពិតជាខ្លាំងណាស់បើទោះបីជាខ្ញុំគឺមិនខ្លាចជាមួយនឹងការវិភាគនេះយ៉ាងណាក៏ដោយក៏ប៉ុន្តែចាប់តាំងពីក្មេងម្នាក់នេះគេក៏ហ៊ានប្រកួតប្រជែងជាមួយនឹងគ្រួសារហ៊ុនបែបហ្នឹងហើយនឹងច្បាស់ណាស់គេច្បាស់ជាមានជាមួយនឹងវិធីសាស្ត្រក៏ដូចជាវិជាផ្សេងត្រៀមទុកជាមិនខាននោះឡើយក្នុងសាច់រឿងដែលមានបានសម្ដែងប្រមាណឆាប់ថែកន្លងមកនេះវ៉ានលីនរបស់យើងភាគច្រើនសំណាងរបស់គាត់គឺបានចេញអំពីការយកច្រឡំហ្នឹងឯងជាពិសេសក៏ជាឈ្មោះរបស់គាត់ណាឈ្មោះរបស់គាត់និយាយទៅដាក់មកហ្នឹងគឺត្រូវជាមួយនឹងគ្រួសារស៊ូហ្នឹងឯងបាទតិចទៀតហ្នឹងគឺយល់ច្រឡំទៀតដែរហ្នឹងឯងត្រឡប់មកកាន់ពេលនេះវិញបន្ទាប់ពីដើមហ្នឹងគឺត្រូវបានធ្លាក់មកបែបហ្នឹងអ្វីទាំងអស់នៅពេលនេះវាចាប់ដើមស្ងប់ស្ងាត់ត្រឡប់បាត់ទៅវិញតែហើយចំពោះក្បួននៃការបង្កើតនៃគ្រួសារហ៊ុននៅពេលនេះវិញវាក៏ត្រូវបានបំបែកដូចគ្នាផងដែរឃើញថាបន្ទាប់ពីធម្មពលដើមទាំងអស់នោះវាត្រូវបានបាត់ត្រឡប់ទៅវិញបែបហ្នឹងទឹកមុខរបស់វ៉ានលីននៅពេលនេះគឺថាស្លេកស្លាំងខ្លាំងមែនទែនហើយតែទៅជាបែបហ្នឹងយ៉ាងណាក៏ដោយកែវភ្នែករបស់គាត់គឺនៅតែត្រជាក់ដូចជាការពីមុនយ៉ាងអញ្ចឹងគាត់ក៏បានសំណឹងមើលទៅកាន់សមាជិកនៃគ្រួសារហ៊ុនទាំងអស់ហ្នឹងឯងចំពោះឥទ្ធិពលនៃដើមបំបែកឋានសួគ៌របស់គាត់ហ្នឹងគឺវាពឹងពាក់ទៅលើរាងកាយរបស់គាត់ហ្នឹងឯងហើយវាមិនតាក់ទងជាមួយនឹងកម្រិតនៃការវឹកហាត់អ្វីនោះទេដែលវាគ្រាន់តែពឹងផ្អែកទៅលើធម្មពលដើមដែលត្រូវបានរួមបញ្ចូលគ្នារវាងភ្លើងកំណើតព្រមទាំងរាងកាយរបស់គាត់ហ្នឹងឯងហើយជាធម្មតាភ្លើងដើមកំណើតព្រមទាំងធម្មពលដើមរបស់អ្នកវឹកហាត់អមតៈកម្រិតទី7ហ្នឹងយើងក៏បានដឹងស្រាប់ហើយនៅពេលដែលពួកគេបានឈានមកដល់កម្រិតទី7ហ្នឹងភ្លើងរបស់ពួកគេព្រមទាំងធម្មពលដើមវាក៏ត្រូវបានរួមបញ្ចូលគ្នាហ្នឹងឯងក៏ប៉ុន្តែដូចយ៉ាងណាក៏ដោយការដែលប្រើប្រាស់ជាមួយស្នៀតដើមបំបែកឋានសួគ៌របស់គាត់ហ្នឹងវាក៏ទាមទារជាមួយនឹងផ្នែកមួយបំណែកនៃធម្មពលដើមរបស់គាត់ក្នុងការមកប្រើប្រាស់ដូចគ្នាដែរហើយជាធម្មតាមនុស្សកម្រិតទី7ធម្មតានេះវិញធម្មពលដើមរបស់គេគឺមានបរិមាណកំណត់ដូច្នេះហ្នឹងនៅពេលដែលពួកគេបាត់បង់ជាមួយធម្មពលដើមច្រើនពេកនេះវិញការវឹកហាត់របស់ពួកគេក៏នឹងធ្លាក់ចុះហ្នឹងឯងក៏ប៉ុន្តែជាសំណាងល្អដោយសារតែ Valen គឺមានជាមួយនឹងគ្រីស្តាល់កម្រិតទី7របស់ Chaeji ដូច្នេះហ្នឹងធម្មពលដើមរបស់គាត់គឺច្រើនជាអ្នកវឹកហាត់អមតៈធម្មតាអញ្ចឹងណាហើយមិនចាំទៀតយើងដឹងស្រាប់ហើយ Valen ក៏បានស្រូបយកជាមួយធម្មពលដើមចេញអំពីតួជាហ្នឹងឯងអាចកំឡុងពេលដែលគេបំបែកកាន់កម្រិតទី7កាលពីពេលនោះណាអញ្ចឹងហ្នឹងអាចថាកម្លាំងធម្មពលដើមរបស់ Valen គឺវាច្រើនបន្ថែមតទៅទៀតណាហ្នឹងហើយត្រឡប់មកកាន់ពេលនេះវិញឃើញថាគ្រួសារហ៊ុនទាំងមូលគឺស្ងាត់ឈឹងរួចទៅហើយបុព្វបុរសនៃគ្រួសារហ៊ុនគួកឈឹងក៏បានសម្លឹងមើលទៅកាន់ Valen ទាំងត្រជាក់ព្រមទាំងក៏បាននិយាយឲ្យថាល្អត់ខ្ញុំក៏ពិតជាបានមើលស្រាលឯងពិតមែនយីណាមិញការនៅមានជំនឿដើរដល់ខ្លាំងសម្បំបែបនេះដែលគ្រាន់តែជាកម្រិតទី7តែប៉ុណ្ណោះឯងក៏ពិតជាខ្លាំងពិតមែនតែបើទោះបីជាបែបនឹងយ៉ាងណាក៏ដោយគំនិតរវាងជំហានទី1ព្រមទាំងជំហានទី2វាក៏ពិតជាធំធេងពេកហើយបាទសិនជាឯងក៏បានបង្ហាញជាមួយនឹងស្នៀតដើមនេះជាមួយនឹងការវឹកហាត់របស់ឯងដែលជាជំហានទី2ហ្នឹងមើលទៅវាក៏កាន់តែគួរចាប់អារម្មណ៍ក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលនេះវាគឺគ្មានប្រយោជន៍នោះទេថ្ងៃនេះចាប់តាំងពីឯងក៏បានបំបែកជាមួយនឹងក្បួននៃការបង្កើតរបស់គ្រួសារហ៊ុនរបស់យើងរួចទៅហើយហ្នឹងដូច្នេះនៅថ្ងៃនេះឯងគឺត្រូវតែស្លាប់នឹងឯងបន្ទាប់មកហ្នឹងហ៊ុនគួរឈឹងក៏បានបញ្ចេញជាមួយត្បូងថ្មដូនតារបស់គេចេញមកតែម្ដងបាទត្បូងថ្មដូនតារបស់គេហ្នឹងក៏ជាត្បូងថ្មដែលការពារទៅកាន់គ្រួសាររបស់ពួកគេម្នាក់ៗណាបងប្អូនដែលបានស្ដាប់រឿងសាច់រឿងមុនហ្នឹងក៏នឹងយល់ហើយបាទបន្ទាប់ពីហ៊ុនគួរឈឹងក៏បានស្រេចឡើងយ៉ាងខ្លាំងបែបហ្នឹងនៅខណៈពេលនោះធម្មពលមួយក៏បានផ្ទុះឡើងចេញអំពីគ្រួសារហ៊ុនហ្នឹងឯងដល់វានៅពេលនេះក៏បានលំពត់ពីពេញនៃគ្រួសារហ៊ុនទាំងមូលតែម្ដងណាហើយបើយើងពិនិត្យមើលវាកាន់តែច្បាស់ហ្នឹងយើងក៏នឹងឃើញជំនាញត្បូងថ្មពណ៌មាសមួយដែលវាកំពុងតែអណ្ដាតឡើងនៅលើអាកាសហ្នឹងឯងនៅពីលើនៃគ្រួសារហ៊ុនទាំងមូលតែម្ដងណាហើយនៅខណៈពេលដែលត្បូងថ្មមួយនេះកំពុងតែលេចឡើងបែបហ្នឹងវាហាក់ដូចជាវាក៏បានកាត់ផ្ដាច់ជាមួយនឹងគ្រួសារហ៊ុនចេញអំពីភពផែនដីនៃភពនៃការបំផន់មេប៉ុននឹងរួចទៅហើយវាដូចជាគ្រួសារហ៊ុននៅពេលនេះគឺមានជំនឿអាណាចក្រផ្ទាល់ខ្លួនណា
ឬក៏ជាភពតខ្លួនហ្នឹងឯងបុព្វបុរសនៃគ្រួសារហ៊ុននៅពេលនេះបន្ទាប់ពីបានឃើញបែបហ្នឹងគាត់ក៏បានត្រឹមតែសម្ដឹងមកទៅកាន់វ៉ាលីនទាំងសាច់មកតែប៉ុណ្ណោះយ៉ាងណាមិញបុព្វបុរសនៃគ្រួសារហ៊ុនគាត់គឺមិនចាំបាច់ធ្វើសកម្មភាពដោយខ្លួនឯងនោះឡើយដោយសារតែគាត់គឺខ្លាចជាមួយធម្មពលដាវរបស់វ៉ាលីនហ្នឹងឯងគឺវាខ្លាំងពេកហើយអាការពីដែរគាត់ក៏បានសុំឲ្យឈិនគុយស៊ីជួយគាត់ដំបូងហ្នឹងវាគ្រាន់តែជាផែនការរបស់គាត់មួយក្នុងការដែលឲ្យវត្តយើងខ្ជិះខ្ជាយមើលធម្មពលដាវរបស់គាត់អញ្ចឹងតែហើយជាមួយនឹងការបង្កើតរបស់គ្រួសារហ៊ុននៅវិញក៏មានបំណងដូចគ្នាដែរចង់ឲ្យវ៉ាលីនគឺប្រើប្រាស់ជាមួយធម្មពលដាវរបស់លីនធីនហួយអស់តែម្ដងណាក៏ប៉ុន្តែនៅណាត្រឹងតែថាឈិនគុយស៊ីគាត់បានជាដកថយត្រឡប់មកវិញជំនួសឲ្យការប្រយុទ្ធទៅវិញហើយជាមួយនឹងក្បួនការបង្កើតរបស់គ្រួសារហ៊ុននៅពេលនេះវាក៏ត្រូវបានបំបែកទៅដោយស្នេហ៍ដារបស់វ៉ាលីនព្រមទាំងសិទ្ធិចម្លែកស្នែងប្រាក់ព្រមទាំងអាយ៉ងនៃការផ្លាស់ប្ដូរយិនយ៉ាងរបស់គាត់ហ្នឹងឯងអញ្ចឹងហ្នឹងមកដល់ពេលនេះបុព្វបុរសនៃគ្រួសារហ៊ុនគាត់ក៏បានត្រឹមតែខំថ្មិញសង្កត់ចិត្តតែប្រោះក្នុងការប្រើប្រាស់ជាមួយនឹងត្បូងថ្មដូនតារបស់គេហ្នឹងឯងដែលជាបុព្វបុរសអមតៈរបស់គេណាដែលត្រូវបានបន្សល់ទុកក្នុងការការពារទៅកាន់គ្រួសាររបស់គេហ្នឹងឯងបាទចំពោះត្បូងថ្មហ្នឹងគឺវាមានជាមួយនឹងវិជ្ជាទេសរបស់បុព្វបុរសអមតៈរបស់គេហ្នឹងឯងដែលមកអំពីអាណាចក្រកលន់ណាហ្នឹងឯងចំពោះឋានៈដែលគ្រួសារហ៊ុនអាចមានមកដល់សប្តាហ៍ថ្ងៃនេះក៏ដោយសារតែត្បូងថ្មហ្នឹងឯងដែលវាគឺជាទ្រព្យកំណប់ដែលបុព្វបុរសរបស់គេម្នាក់ទៀតហ្នឹងគឺបានបន្សល់ទុកហ្នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញចំពោះហ៊ុនគូឈឹងគាត់ក៏ពិតជាមានការសោកស្ដាយដោយសារតែទ្រព្យកំណប់ឋានសួគ៌ឬក៏ជាទ្រព្យកំណប់អមតៈមួយទៀតហ្នឹងក៏ត្រូវបានបាត់ខ្លួនទៅដោយបុព្វបុរសម្នាក់ទៀតទៅគេគឺមានឈ្មោះថាហ៊ុនវូសៀងហ្នឹងឯងកាលពីប្រហែល1000ឆ្នាំមុនណាហើយជាមួយទ្រព្យកំណប់តែបានបាត់មកហ្នឹងច្បាស់ណាស់ហ៊ុនគូឈឹងគេគឺមិនចាំបាច់ហាយជាមួយត្បូងថ្មមកហ្នឹងមកប្រើប្រាស់នោះឡើយហើយហ្នឹងឯងបើយើងក៏លេចមកកាន់ត្បូងថ្មដែលត្រូវបានបញ្ចេញនេះវិញឃើញថាកម្លាំងរបស់វាក៏ពិតជាខ្លាំងមែនទែនហើយបន្លឺភូមិក៏បានរីករាលដាលពីពេញតំបន់មកនឹងតែម្ដងណាបន្ទាប់ក្រោយមកហ្នឹងឃើញថានៅពេលនេះវាក៏បានប្រែក្លាយទៅជារូបរាងកាយរបស់មនុស្សម្នាក់បើយើងមើលទៅហ្នឹងគឺវាមិនសូវជាច្បាស់ប្រហែលនោះទេក៏ប៉ុន្តែយ៉ាងណាមិញអំណាចនៃត្បូងថ្មនៃគ្រួសារហ៊ុនហ្នឹងគឺមិនអាចទីទៅមុនបាននោះឡើយហើយក៏មានពាក្យចាំ5តែគេក៏បាននិយាយថាបុព្វបុរសនៃគ្រួសារហ៊ុនគាត់ក៏បានឈានទៅដល់នៅពានទី1រួចទៅហើយអញ្ចឹងហ្នឹងចំពោះឈិនគុយស៊ីគាត់ក៏មានការងឿងឆ្ងល់ដែរសួរថាតើអ្វីរបស់យើងដែលជាអ្នកនំសារមកពីអាណាចក្រកលន់ហ្នឹងក៏នឹងដោះស្រាយដល់របៀបណាទៅក៏ប៉ុន្តែយ៉ាងណាមិញឈិនគុយស៊ីគាត់ក៏មានការងឿងឆ្ងល់ដែរថាហេតុអីបានជាបុព្វបុរសនៃគ្រួសារហ៊ុនគឺមិនប្រើប្រាស់ជាមានទ្រព្យកំណប់ដែលបុព្វបុរសម្នាក់ទៀតក៏បានបន្សល់ទុកហ្នឹងគឺមកប្រើប្រាស់ទៅវិញបែរជាយកត្បូងថ្មនេះក្នុងការការពារមកកាន់គ្រួសារហ៊ុនណាឃើញថាដល់ពេលនេះឈិនគុយស៊ីគាត់គឺងឿងឆ្ងល់ខ្លាំងមែនទែនហើយក៏លេចមកកាន់ក្នុងគ្រួសារសួរនេះវិញតែចាស់ម្នាក់ក៏បានញញឹមព្រមទាំងក៏បានរੂរទាំឲ្យថាទ្រព្យកំណប់ឋានសួគ៌របស់គ្រួសារហ៊ុនតាមពិតទៅវាក៏ត្រូវបានយកទៅដោយបុព្វបុរសម្នាក់ទៀតនៃគ្រួសារហ៊ុនរួចទៅហើយក៏បានត្រឹមតែបន្សល់ទុកជំនាញទ្រព្យសម្បត្តិសំ6ឲ្យមកកាន់គ្រួសារហ៊ុនតែប៉ុណ្ណោះក៏ប៉ុន្តែយ៉ាងណាមិញក៏ប៉ុន្តែវាក៏ជារឿងអកុសលដែលទ្រព្យសម្បត្តិមនុស្សវាក៏បានធ្វើឲ្យមនុស្សជំហានទី2ម្នាក់នៃគ្រួសារហ៊ុនក៏ត្រូវបានស្លាប់ហ្នឹងហើយបើយើងក្លិចមកកាន់ក្នុងផ្ទះនៃគ្រួសារហ៊ុននៅពេលនេះវិញហ៊ុនហ្វឹងសិនកំពុងតែសម្លឹងមើលទៅកាន់វ៉ានរបស់យើងនៅខាងលើហ្នឹងឯងតែគាត់គឺមិនអាចរកឃើញជាមួយនឹងដាននៃការភ័យខ្លាចនៅលើទឹកមុខរបស់វ៉ានរបស់យើងនោះឡើយហើយម្យ៉ាងវិញទៀតនៅពេលនេះឃើញថាបុព្វបុរសនៃគ្រួសារហ៊ុនរបស់គេក៏រៀបនឹងប្រើប្រាស់ជាមួយត្បូងថ្មមួយហ្នឹងណាអញ្ចឹងហ្នឹងហ្វឹងសិនគាត់គឺគិតច្រើនដោយសារតែគាត់ក៏បានឃើញថាទឹកមុខរបស់វ៉ាលីនគឺនៅតែស្ងប់ស្ងាត់គ្មានការភ័យខ្លាចក៏ដូចជាសុនស្លោវែងឡើយអញ្ចឹងហ្នឹងវាក៏បានធ្វើឲ្យកំណត់របស់គាត់ក៏បានគិតរឿងជាច្រើនដែលនៅពេលនេះគាត់ក៏បានស្ទុះតែយលឿនស្រែកទៅកាន់បុព្វបុរសរបស់គេហើយថាបុព្វបុរសខ្ញុំគឺមិនអនុញ្ញាតឲ្យគ្រួសារហ៊ុនចូលរួមក្នុងរឿងទាំងនេះឡើយខ្ញុំក៏នឹងឲ្យគ្រួសារហ៊ុនដកខ្លួនចេញអំពីរឿងទាំងនេះបើសិនជាបុព្វបុរសក៏នៅតែទទូចចង់ការពារជាមួយនឹងហ៊ុនមីតទៅទៀតហ្នឹងនោះក៏ជាបញ្ហាផ្ទាល់ខ្លួនរបស់បុព្វបុរសនោះទេសូមកុំអូសទាញគ្រួសារហ៊ុនទាំង4របស់ពួកយើងឲ្យធ្លាក់ចុះឲ្យសោះបន្ទាប់ពីហ្វឹងសិនក៏បាននិយាយចប់ហើយហ្នឹងគាត់ក៏បានបែរក្បាលត្រកវ៉ាលីនព្រមទាំងក៏បានអនទាំងគោរពទៅកាន់វ៉ាលីនហើយថាសម្លាញ់អ្នកវឹកខាត់គ្នាខ្ញុំគឺជាអ្នកគ្រប់គ្រងនៃគ្រួសារហ៊ុនហ្វឹងសិនខ្ញុំក៏សូមបញ្ជាក់ទៅកាន់សម្លាញ់គ្នាថាគ្រួសារហ៊ុនរបស់យើងគឺនឹងបញ្ចូលរួមជាមួយនឹងបញ្ហាទាំងនេះនោះឡើយចំណែកមិញវាក៏ជាគំនុំទោខ្លួនរវាងលោកហើយនឹងបុព្វបុរសរបស់ខ្ញុំដូច្នេះហ្នឹងខ្ញុំក៏សង្ឃឹមថាសម្លាញ់គ្នាក៏នឹងអាចយកយល់បានថាដល់ពេលនេះពួកយើងទាំងពីរនាក់គឺមិនបានជីទូកជាមួយនឹងគ្នានោះទេបុព្វបុរសនៃគ្រួសារហ៊ុនលើបែបហ្នឹងគាត់ក៏បានត្រឹមតែសម្លឹងមើលទៅកាន់ហ្វឹងសិនយ៉ាងត្រជាក់តែប៉ុណ្ណោះរួចហើយក៏បានសម្លឹងមើលទៅកាន់សមាជិកនៃគ្រួសារហ៊ុនទាំងអស់និយាយឲ្យថាចោះពួកឯងទាំងអស់គ្នាវិញដល់ពេលដែលសម្លេងមួយហ្នឹងក៏ត្រូវបានបន្លឺឡើងបែបហ្នឹងសមាជិកនៃគ្រួសារហ៊ុនផ្សេងទៀតពួកគេក៏ចាប់ផ្ដើមធ្វើការគិតយ៉ាងស្ងៀមស្ងាត់រួចទៅហើយរួចហើយពួកគេទាំងអស់គ្នាក៏បានធ្វើការសម្រេចចិត្តដើរទៅកាន់កន្លែងរបស់ហ៊ុនហ្វិងសិនតែម្ដងនេះក៏បញ្ជាក់បានថាពួកគេទាំងអស់គ្នាហ្នឹងគឺមិនតាមជាមួយនឹងបុព្វបុរសរបស់ពួកគេនោះឡើយហ៊ុនគូឈឹងឃើញបែបហ្នឹងក៏បានត្រឹមតែសម្លឹងមើលយ៉ាងត្រជាក់ទៅកាន់ពួកគេទាំងអស់នោះនិយាយទីរៃថាពួកឯងទាំងអស់គ្នាក៏ពិតជាសម្រាប់វិបាច់ពិតមែនបន្ទាប់ពីនិយាយចប់ហើយហ្នឹងដៃរបស់គាត់ក៏ចាប់ផ្ដើមបង្កើតជំនាញត្រាមួយរួចហើយក៏បានស្រែកយ៉ាងខ្លាំងហើយថាត្បូងថ្មសំណាងឆាប់សម្លាប់មនុស្សម្នាក់នេះភ្លាមទៅបន្ទាប់មករាងកាយដែលត្រូវបានបង្កើតឡើងចេញអំពីត្បូងថ្មហ្នឹងក៏បានស្ទុះតែលឿនបោះជំហានទៅរកវ៉ានរបស់យើងហ្នឹងឯងឃើញថានៅពេលនេះធម្មពលអមតៈយ៉ាងច្រើនស្ទើរស្ទប់វាក៏បានផ្ទុះឡើងជាបន្តហើយនឹងឯងឃើញថានៅពេលនេះដងស៊ីតេនៃធម្មពលវិញ្ញាណទាំងអស់នោះវាក៏ពិតជាខ្លាំងក្លាវាហាក់ដូចជាធម្មពលទាំងអស់នោះក៏ត្រូវបានស្រូបចេញអំពីភពនៃការបំផន់ទាំង1000រួចទៅហើយបើកលេចមកកាន់វ៉ាននៅពេលនេះវិញអ្នកការពារអមតៈរបស់គាត់ក៏បានលេចចេញមករីឯសត្វចម្លែកផ្កលលន់របស់គាត់នឹងក៏បានមកក្បែរជាមួយនឹងវ៉ានដូចគ្នាដែរវ៉ាននៅពេលនេះគាត់ក៏បានសម្លឹងមើលទៅកាន់មនុស្សម្នាក់នៅចំពោះមុខរបស់គាត់ដែលកំពុងតែដើរមករកគាត់ហ្នឹងឯងវ៉ានសម្លឹងមើលទៅកាន់មនុស្សម្នាក់ដែលកំពុងតែដើរមកកាន់គាត់ហ្នឹងឯងប្រៀបបានដូច
ដូចជាការបំផន់ក៏ប៉ុន្តែយ៉ាងណាមិញពីពេញរាងកាយរបស់គេពពេញទៅដោយរស្មីនៃអមតៈវាហាក់ដូចជាការបំផន់មួយនេះវាក៏ជាមេតបអមតៈដ៏ពិតប្រាកដណាឃើញថានៅពេលនេះជំនការមកដល់ជំនឿរូបកាយបំផន់មួយនឹងវាហាក់ដូចជាពិភពលោកទាំងអស់នេះវាក៏ត្រូវបានគ្រប់គ្រងទៅដោយមនុស្សនេះនោះរួចទៅហើយរីឯបានរបស់យើងនេះវិញប្រៀបបានដូចជាសម្អុយមកក្បាលយ៉ាងអញ្ចឹងណាតែកំពុងតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់គេហ្នឹងឯងបើយើងក៏លេចមកកាន់ហ៊ុនគួកឈឹងដែលជាបុព្វបុរសនៃគ្រួសារហ៊ុននៅពេលនេះវិញគាត់ក៏ចាប់ផ្ដើមសាច់ឡើងអាឡាយើងក៏ចង់ដឹងខ្លាំងណាស់ថាតើឯងមានវិធីសាស្ត្រវេផ្សេងក្រៅអំពីស្នៀតដៅមួយនឹងទៀតទៅនៅពេលនេះឃើញថាលាវមីក៏បានងើយក្បាលឡើងសម្លឹងមើលទៅកាន់វ៉ាលីនដូចគ្នាដែរហើយបើដូចជាអារម្មណ៍របស់នាងគឺស្មុគស្មាញខ្លាំងមែនទែនហើយនាងក៏បានប៉ះជាមួយថងទឹករបស់នាងបន្តិចទៅអត់ដឹងថាប៉ះធ្វើអីនោះទេក៏ប៉ុន្តែបើយើងក៏លេចមកកាន់វ៉ាលីននេះវិញទឹកមុខរបស់គាត់ក៏នៅតែស្ងប់ស្ងាត់យ៉ាងអញ្ចឹងវ៉ាលីនហ៊ានចូលមកកាន់ភពនៃការបំផន់មួយនឹងតែម្នាក់ឯងទាំងដែលខ្លួនរបស់គាត់ផ្ទាល់មិនដែលតាំងស្គាល់ជាមួយនឹងភពនៃការបំផន់មួយប៉ុណ្្នឹងផងហើយវ៉ាលីនតាមផ្លូវនៃការធ្វើដំណើរគាត់ក៏បានសម្លាប់ជាមួយនឹងមនុស្សជាច្រើនដើម្បីសម្រុកចូលមកកាន់គ្រួសារហ៊ុននឹងឯងដោយសារតែរឿងទីមួយគាត់នោះក៏ជាគំនិតដ៏ឆ្កួតឆ្កួតរបស់គាត់ដែលគាត់ក៏បានគិតឡើងនឹងឯងក៏ប៉ុន្តែបើទោះបីច្បាប់នឹងយ៉ាងណាក៏ដោយនៅពេលនេះចេតនានៃការសម្លាប់ព្រមម្នាស់ក៏បានផ្ទុះឡើងជាបន្តវ៉ាលីនគាត់គិតដល់គុណប្រុសរបស់គាត់ដែលនៅក្នុងគុជអមតៈធានីនឹងឯងបេះដូងរបស់គាត់នៅពេលនេះវាកាន់តែឈឺចាប់បន្ថែមតទៅទៀតគាត់នៅពេលនេះក៏បានបិទជំនឿការផ្នែករបស់គាត់ឡើងបន្លឺជំនឿសម្ដែងឲ្យថាវត្ថុនៅក្នុងលោកយើងនេះគ្មានអ្វីមួយដែលអាចកិច្ចចេញអំពីផលកម្មបាននោះឡើយអ្នកដែលបានសាងនៅអំពើបាបការពីម្សិលនៅថ្ងៃនេះក៏ត្រូវតែសងជំនឿអំពើបាបទាំងអស់នេះហើយមានតែការដោះស្រាយជំនឿផលកម្មទាំងអស់នេះតែប៉ុណ្ណោះទើបអាចឲ្យដីត្រឡប់ទៅកាន់ដីដូចដើមវិញធូលីក៏ត្រឡប់ទៅកាន់ធូលីហើយមានតែពេលនោះទេទើបវត្តនៃផលកម្មទាំងអស់នេះវាក៏នឹងត្រូវបានបញ្ចប់នឹងឯងបាទត្រង់កន្លែងហ្នឹងបើយើងនិយាយឲ្យស្រួលយល់ទៅនៅណាបានសាងអីហ្នឹងគឺទទួលយកនោះនឹងឯងហើយកំឡុងពេលដែលវត្តយើងកំពុងតែបិទផ្នែកហ្នឹងគាត់ក៏បាននិយាយឲ្យថាសមរភូមិនេះវាគឺត្រូវបានបញ្ចប់ហើយដល់ពេលនោះខ្ញុំគឺនឹងដោះលែងឯងបន្ទាប់ពីសម្លេងមួយហ្នឹងត្រូវបានបន្លឺឡើងបែបហ្នឹងហ្នឹងក៏ស្របតែសម្លេងសាច់យ៉ាងខ្លាំងសម្បាមមួយក៏បានលេចឡើងចេញអំពីព្រលឹងកំណត់របស់វ៉ាលីននឹងឯងនៅខណៈពេលនេះធម្មពល3សាច់យ៉ាងក្រាស់សម្បាមក៏បានលេចឡើងចេញពីពេញនៃតំបន់មួយនឹងឯងហើយបូករួមជាមួយសម្លេងសំឡេងយ៉ាងខ្លាំងក្លាដល់ពេលក៏បានផ្ទុះឡើងនឹងឯងនៅខណៈនេះឃើញថាធម្មពល3សាច់ទាំងអស់នោះក៏បានលេចចេញឡើងជាអណ្ដាតភ្លើង3សាច់រួចហើយធម្មពលពណ៌ខ្មៅមួយក៏បានលេចឡើងនៅចន្លោះចិញ្ចើមរបស់វ៉ាលីនបន្ទាប់មកក៏បានប្រែក្លាយទៅជា3សាច់ស្នែងមួយហ្នឹងឯងនេះក៏ជាអរិយបុរាណហ្នឹងឯងបន្ទាប់ពីវាក៏បានលេចឡើងបែបហ្នឹងហ្នឹងអណ្ដាតភ្លើងរបស់វាក៏បានប៉ះពាល់ទៅលើធម្មពលអមតៈដែលបានចេញអំពីរូបនៃការបំផន់របស់គ្រួសារហ៊ុនហ្នឹងឯងឃើញថានៅពេលនេះកំពុងតាមប្រឆាំងគ្នាទៅវិញទៅមកហើយដល់ពេលនៅពេលនេះក៏បានសាច់ឡើងយ៉ាងឈួតតែម្ដងហើយចំពោះវត្តរបស់យើងនេះវិញយើងដឹងស្រាប់ហើយគម្រោងរបស់គាត់ហ្នឹងគឺចង់ធ្វើការកែលម្អជាមួយនឹងភ្លឹងអរិយបុរាណមួយហ្នឹងឲ្យក្លាយទៅជាភ្លឹងកំណត់ទី2របស់គាត់តែម្ដងណាក៏ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីគាត់ក៏បានកែលម្អអស់រយៈពេល1សតវត្សរ៍ហើយហ្នឹងអ្វីដែលវត្តរបស់យើងអាចទូបាននោះវាគ្រាន់តែជាការពង្រឹងការគ្រប់គ្រងរបស់គាត់ទៅលើវាតែប៉ុណ្ណោះក៏ប៉ុន្តែគាត់គឺមិនអាចកែលម្អវាឲ្យបានទាំងស្រុងនោះឡើយហើយជាមួយនឹងការកែលម្អរបស់គាត់នេះវាក៏បានធ្វើឲ្យភ្លឹងអរិយបុរាណមួយហ្នឹងគឺវាក៏បានដេកដងលក់ដូចគ្នាដែរហើយក្នុងដំណើរផ្លូវរបស់គាត់លើនេះបើសិនជាអរិយបុរាណមួយហ្នឹងក៏ត្រូវបានងើបឡើងមកវិញនឹងច្បាស់ណាស់វ៉ាលីនគឺនឹងពិបាកគ្រប់គ្រងជាមិនខាននោះឡើយក៏ប៉ុន្តែយ៉ាងណាមិញទៅពេលនេះឃើញថាអរិយបុរាណវាក៏បានលេចចេញមកហើយមនុស្សដែលបានព្យាបាលដំបូងហ្នឹងក៏ជាបុព្វបុរសនៃគ្រួសារហ៊ុនហ្នឹងឯងទឹកមុខស្លេកស្លាំងទៀតហើយតែចាស់មិនហ្នឹងណាឃើញថានៅពេលនេះគាត់ក៏ចាប់ផ្ដើមដកថយប្រហែលជំហានហើយព្រមទាំងក៏បានលន់មកឲ្យថានេះវាគឺជារបស់ដែលគាត់លាក់បាំងបានដែរទេចំពោះ function នៅពេលនេះគាត់ក៏រៀងដកដង្ហើមធំតិចដែរយ៉ាងណាមិញគាត់ក៏បានសម្រេចចិត្តត្រូវរួចទៅហើយណាក្នុងការដកថយចេញហ្នឹងឯងហើយចំពោះសមាជិកនៃគ្រួសារហ៊ុនផ្សេងៗទៀតនៅវិញក៏ដូចគ្នាផងដែរពួកគេក៏រៀងធូរអារម្មណ៍ត្រឡប់មកវិញណាក៏ប៉ុន្តែបើយើងក្លេចបំកាន់ជិនគុយស៊ីនៅពេលនេះវិញឃើញថាបេះដូងរបស់គាត់គឺថាញ័រខ្លាំងមែនទេហើយយ៉ាងណាមិញអត្តពលនៃអរិយបុរាណវាក៏ពិតជាខ្លាំងពេកហើយសំបីតែជាមួយនឹងកម្រិតនៃការវឹកហាត់របស់គាត់នៅពេលដែលបានឃើញជាមួយនឹងអរិយបុរាណហើយនឹងរាងកាយរបស់គាត់គឺថាញ័រតែម្ដងហើយគាត់ក៏បានត្រឹមតែលន់មកឲ្យថាពិតជាគួរភ័យខ្លាចពេកហើយតែនេះគឺជាអ្វីទៅវាគឺជាអរិយមែនទេគ្មានអ្វីចម្លែកនោះទេតែគេម្នាក់នេះក៏បានមកអំពីប្រាសាទផ្កលាន់គេម្នាក់នេះក៏ពិតជាមានសមត្ថភាពច្រើនពេកហើយមិនថាបើទោះបីជាសត្វផ្កលាន់អាយ៉ងនៃការផ្លាស់ប្ដូរយិនយ៉ាងឬក៏ជាស្នៀតដាវនោះទេសំបីតែអរិយម្នាក់នេះក៏មនុស្សម្នាក់នេះមានដែរមើលទៅមនុស្សម្នាក់នេះក៏ពិតជាមនុស្សសំខាន់នៅក្នុងប្រាសាទផ្កលាន់ជាមិនខាននោះឡើយបាទមិនដូចនោះទេតែគាត់គឺអាចមានរបស់ទាំងអស់នេះបានដល់របៀបណាតែថ្ងៃឃើញថានៅពេលនេះជិនគុយស៊ីគឺទៅតែឯងទៀតហើយម្ចាស់សម័យខ្លួនរបស់គេហ្នឹងគឺមិនដឹងខ្យល់ស្អីនោះទេហើយបើយើងក្លេចមកកាន់គ្រួសារស៊ូនេះវិញគាត់ក៏មានការចាប់បានដូចគ្នាដែរព្រមទាំងក៏បានលន់មកឲ្យថានេះគឺជាអរិយបុរាណហ្នឹងឯងអរិយបុរាណវាក៏ត្រូវបានបង្កើតឡើងទៅដោយអរិយបុរាណហ្នឹងឯងតាមពិតទៅកន្លែងហ្នឹងគឺគេហៅថាអរិយខ្ចាត់ខ្ចាយណាអរិយខ្ចាត់ខ្ចាយហ្នឹងបានន័យថាវាក៏ជាពលឹងដែលខ្ចាត់ខ្ចាយហ្នឹងឯងតែវាក៏ត្រូវបានបង្កើតឡើងចេញអំពីអរិយបុរាណពិតប្រាកដណាហើយបើមាននិយាយវាស្រួលស្រាប់ទៅហ្នឹងក៏ជាអរិយបុរាណដែរហ្នឹងឯងត្រឡប់មកកាន់ពេលនេះវិញបន្ទាប់ពីអរិយបុរាណក៏បានលេចឡើងនៅលើចន្លោះចិញ្ចើមរបស់វត្តយើងហើយនឹងឃើញថានៅគណៈពេលនេះវាក៏បានហោះចេញទៅព្រមទាំងបង្កើតទៅជារាងកាយដ៏ធំហ្នឹងឯងនិយាយទៅកាន់វ៉ាលីនហើយថាអាឡានយើងក៏នឹងបំពេញតាមកិច្ចព្រមព្រៀងរបស់ឯងហើយនឹងជួយឯងក្នុងសមរភូមិនេះក៏ប៉ុន្តែបើសិនជាឯងក៏នៅតែមិនដោះលែងយើងចេញអំពីត្រារបស់ឯងទេច្បាស់ណាស់មិនថាបើទោះបីជាយើងត្រូវបំផ្លាញជាមួយនឹងភ្លើងរបស់យើងយ៉ាងណាក៏ដោយក៏យើងនឹងប្រយុទ្ធជាមួយនឹងឯងរហូតដល់ស្លាប់ហ្នឹងឯងទឹកមុខរបស់វ៉ាលីនក៏នៅតែស្ងប់ស្ងាត់យ៉ាងអញ្ចឹងគាត់ថានៅពេលដែលសមរភូមិនេះក៏ត្រូវបានបញ្ចប់គាត់ក៏នឹងដោះលែងវាមែនតើហ្នឹងឯងអរិយបុរាណ
លើបែបហ្នឹងក៏បានត្រឹមតែសាច់ឡើងតែប៉ុណ្ណោះឡបន្ទាប់មកវាក៏បានប្រែទៅជាស្រមោលខ្មៅធ្វើការឡំពត់ជុំវិញរាងកាយរបស់ Violin ហ្នឹងឯងនៅខណៈពេលនេះរស្មីនៃពន្លឺខ្មៅទាំងអស់នោះកំពុងតែចាញ់ពីពេញម្ដងហ្នឹងឯង Violin ក៏បានទះជួយថោមទុករបស់គាត់នៅខណៈពេលនោះគ្រឿងសឹកបិសាចបុរាណក៏បានលេចចេញមកភ្លាមតែម្ដងធ្វើការក្រងទៅកាន់រាងកាយរបស់គាត់ហ្នឹងឯងឃើញថានៅពេលនេះពិតជាកំណាញ់ខ្លាំងមែនទេណៃក៏ប៉ុន្តែយ៉ាងណាមិញចំពោះ Violin បើយើងមើលទៅគាត់ក៏រៀងជឿចាប់បន្តិចដែរក៏ប៉ុន្តែភាពត្រជាក់ហ្នឹងក៏នៅតែមាននៅក្នុងខ្សែភ្នែករបស់គាត់យ៉ាងអញ្ចឹងនៅពេលនេះកែភ្នែករបស់គាត់ហាក់បីជារៀងខ្មៅជាងមុនបន្តិចហើយតាមពិតទៅនេះក៏ជាសัญลักษณ์អានរបស់ Violin ហ្នឹងឯងតែគាត់ក៏បានរៀបចំផែនការទុកមុនណាហើយនេះក៏ជាមូលហេតុដែលគាត់ក៏បានមកដល់ជំនឿភពនៃការបំផុតមួយប៉ុណ្្នឹងគឺតែម្នាក់ឯងហ្នឹងឯងគឺដោយសារតែគំនិតឈួតរបស់គាត់ទាំងអស់នេះណាម្យ៉ាងមួយទៀត Violin គាត់ក៏បានដឹងហើយបើសិនជាគាត់ចង់សម្លាប់ទៅកាន់លាវមីច្បាស់ណាលាវមីក៏នឹងត្រូវបានការពារដោយបុព្វបុរសនៃគ្រួសារហ៊ុនជាមិនខាននោះហើយវាក៏មិនអាចរួចទេដែលគាត់ក៏អាចសម្លាប់ទៅកាន់បុព្វបុរសនៃគ្រួសារហ៊ុនបានណាសំបីតែ Violin មានជាមួយនឹងអ្នកការពារអមតៈរបស់គាត់ជាណាក្រោយហ្នឹងក៏វាមិនអាចរួចនោះទេនោះក៏ប្រថាគ្រួសារហ៊ុនក៏មានអាយុកាលរាប់មិនអស់រួចទៅហើយដូច្នេះនឹងគាត់ក៏បានដឹងថាច្បាស់ជាមានអ្វីពិសេសសម្រាប់គ្រួសារនេះជាមិនខាននោះហើយ Violin គាត់គឺយល់អំពីរឿងទាំងអស់នេះណាហើយបងប្អូនយើងដំបូងឡើយនឹងក៏ប្រហែលជាឆ្ងល់បន្តិចហើយហេតុអីបានជា Violin គឺទៅដល់ងងឹបងល់ទាំងមិនចេះគិតបែបនេះនោះក៏ដោយសារតែគាត់គឺបានរៀបចំផែនការរួចរាល់ហើយនៅកំឡុងពេលដែលគាត់ក៏បានតម្លើងជំនាញកម្រិតនៃការវឹកហាត់ទៅកាន់ស៊ុនស៊ីណាហើយក្នុងសមរភូមិនេះ Violin ដើម្បីឈ្នះគាត់ក៏មានតែធ្វើការប្រឡែងជាមួយនឹងអរិយបុរាណម្នាក់ចេញមកតែប៉ុណ្ណោះដើម្បីប្រយុទ្ធជំនួសគាត់ហ្នឹងឯងហើយបើទោះបីជាបិសាចបុរាណនេះគឺវាខ្លាំងយ៉ាងណាក៏ដោយក៏ប៉ុន្តែស្នាមត្រាដែលត្រូវបានដាក់ហ្នឹងគឺវាមិនសាមញ្ញនោះទេព្រោះថាវាក៏ត្រូវបានដាក់ទៅដោយបិសាចបុរាណប៉ៃលូហ្នឹងឯងអញ្ចឹងហ្នឹងត្រាមហ្នឹងគឺមានបច្ចេកទេសរបស់ប៉ៃលូហ្នឹងឯងដែលត្រូវបានឆ្លាក់យ៉ាងជ្រៅនៅលើព្រលឹងរបស់អរិយបុរាណមួយនេះហើយចំពោះអរិយបុរាណយើងដឹងថាកម្លាំងវាខ្លាំងក៏ប៉ុន្តែយ៉ាងណាមិញវាក៏មិនអាចបំបែកជាមួយនឹងត្រាមហ្នឹងក្នុងរយៈពេលដ៏ខ្លីបាននោះទេជាធម្មតានៅពេលដែលវត្តយើងគាត់ក៏បានគ្រប់គ្រងវាហ្នឹងអរិយបុរាណវាក៏អាចប្រើប្រាស់ត្រឹមតែកម្លាំងបន្តិចបន្តួចនៃផ្នែកតូចមួយរបស់វាតែប៉ុណ្ណោះក៏ប៉ុន្តែយ៉ាងណាមិញនៅពេលនេះគឺវាខុសពីរដងដោយសារតែលើកនេះ Violin គាត់គឺក៏ហៅវាឡើងដោយផ្ទាល់ហ្នឹងឯងអញ្ចឹងហ្នឹងអរិយបុរាណហ្នឹងវាក៏បានភ្ញាក់ទាំងស្រុងរួចទៅហើយយើងដឹងស្រាប់ហើយចរិតរបស់អរិយបុរាណគឺវាមិនសូវជាចូលចិត្តទៅកាន់ Violin ប៉ុន្មាននោះទេក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយដោយសារតែត្រានៅក្នុងខ្លួនរបស់វាហ្នឹងគឺវាខ្លាំងពេកដូច្នេះហ្នឹងសំបីតែវាក៏បានភ្ញាក់ឡើងត្រឡប់មកវិញហ្នឹងក៏វាមិនអាចចាក់ចេញអំពីព្រលឹងរបស់ Violin របស់យើងបានដូចគ្នាដែរបានជាបែបហ្នឹងឯងដើម្បីសេរីភាពរបស់វាក៏មានតែធ្វើកិច្ចព្រមព្រៀងជាមួយនឹង Violin តែប៉ុណ្ណោះហើយតាមពិតទៅក្នុងគំនិតរបស់អរិយបុរាណហ្នឹងគឺវាចង់លិបតបាក់ទៅកាន់រាងកាយរបស់ Violin ដែរបន្ទាប់ពីវាក៏បានភ្ញាក់ឡើងត្រឡប់មកវិញណាក៏ប៉ុន្តែអ្វីៗទាំងអស់ហ្នឹងគឺវាគ្មានប្រយោជន៍ទេដោយសារតែភ្ញាក់ឡើងមកវិញហ្នឹងគឺប្រៀបបានដូចជាទ្រង់មួយក៏បានឃុំឃាំងទៅកាន់វារួចទៅហើយដោយសារតែត្រាដែលបានដាក់ទៅលើរាងកាយរបស់វាហ្នឹងគឺវាខ្លាំងពេកដូច្នេះហ្នឹងគឺមានតែធ្វើតាមអ្វីដែល Violin របស់យើងប្រាប់តែប៉ុណ្ណោះគេប្រយុទ្ធដើម្បី Violin តែម្ដងណាក្នុងការផ្ដល់ជំនឿសេរីភាពដល់វាហ្នឹងឯងតែបើទោះបីជាបែបហ្នឹងយ៉ាងណាក៏ដោយត្រាក៏ត្រូវបានដាក់ទៅដោយបិសាចបុរាណប៉ៃលូហ្នឹងឯងវាលុះត្រាណាតែកម្រិតនៃការវឹកហាត់របស់ Violin ក៏បានឈានទៅដល់កម្រិតជាក់លាក់មួយតែប៉ុណ្ណោះទើបគាត់គឺអាចដកត្រាមួយនឹងចេញបានណាហើយចំពោះអរិយបុរាណនេះវិញវាក៏បានដឹងអំពីបញ្ហាទាំងអស់នេះដូចគ្នាដែរក៏ប៉ុន្តែវាគឺមានកម្រិតផ្សេងមួយទៀតដរាបណា Violin ផ្ដល់សេរីភាពឲ្យមកកាន់វាហ្នឹងវាគឺមានទំនុកចិត្តថាអាចបំផ្លាញជំនឿត្រារបស់បិសាចបុរាណប៉ៃលូបានណាក្នុងរយៈពេលរាប់រយឆ្នាំទៅមុខទៀតហ្នឹងឯងឥឡូវយើងដឹងប៉ុណ្្នឹងសិនហើយបន្ទាប់ពីអរិយបុរាណក៏បានគ្រប់គ្រងទៅកាន់រាងកាយរបស់ Violin ហើយហ្នឹងឃើញថានៅពេលនេះព្រលឹងរបស់ Violin នៅពេលនេះហាក់ដូចជាត្រូវបានបែងចែកចេញអំពីរាងកាយរបស់គាត់រួចទៅហើយធម្មពលអមតៈរបស់គាត់ទាំងប្រមាណហ្នឹងក៏បានប្រែក្លាយទៅជាធម្មពលបិសាចទាំងអស់បាត់ទៅហ្នឹងហើយបន្ទាប់ពីអរិយបុរាណក៏បានគ្រប់គ្រងទៅកាន់រាងកាយរបស់ Violin ហើយហ្នឹងវាក៏បានស្ទុះទៅយ៉ាងលឿនប្រើប្រាស់ជំនឿកណ្ដាប់ដៃរបស់វាហ្នឹងឯងវាដោយផ្ទាល់តែម្ដងណាដោយវាគឺមិនបានប្រើជំនឿបច្ចេកទេសអ្វីនោះទេផ្ទុយទៅវិញកណ្ដាប់ដៃរបស់វាដែលបានវាចេញទៅវាក៏ដូចជានាគក្រីកពណ៌ខ្មៅមួយហ្នឹងឯងស្ទុះទៅយ៉ាងលឿនបើយើងក្រីកមកកាន់រូបកាយបំផុតដែលត្រូវបានបង្កើតឡើងចេញពីត្បូងថ្មគ្រួសារហ៊ុននេះវិញឃើញថាវាក៏បានបង្កើតទៅជាត្រាមួយរយខ្យល់គួយដ៏ធំសម្បើមមួយក៏បានលេចចេញមកភ្លាមតែម្ដងបន្ទាប់មកក៏បានបញ្ជីជំនឿខ្យល់គួយមួយហ្នឹងឲ្យហោះទៅស្ទុយតែម្ដងនៅខណៈពេលនេះថាពលរបស់ពួកគេទាំងពីរនាក់ក៏បានប៉ះទៅកិច្ចគ្នាហើយប៊ុំរយធម្មពលរបស់ពួកគេទាំងពីរនាក់ក៏បានបំបែកចោលខ្ទេចយ៉ាងទៅប៉ុន្តែរូបកាយបំផុតមួយហ្នឹងគឺមិនទាន់បានបញ្ចប់នៅឡើយវាក៏បានលានដៃរបស់វាឡើងគ្រប់ម្រាមដៃរបស់វាទាំងអស់ក៏សុទ្ធតែពោពេញទៅដោយត្រាហ្នឹងឯងត្រានីមួយៗហ្នឹងគឺសុទ្ធតែខុសគ្នាតែម្ដងណាបន្ទាប់មកឃើញថានៅពេលនេះធម្មពលអមតៈរំនោះវាក៏បានលេចចេញមកជាបន្តហើយវាហាក់ដូចជាធម្មពលវិញ្ញាណទាំងអស់នៅក្នុងភពនៃការបំផុតមួយប៉ុណ្្នឹងក៏ត្រូវបានស្រូបដោយវិធីសាស្ត្រអានកំបាំងមួយនេះហ្នឹងឯងដែលវាក៏បានបំលែងជាមួយធម្មពលវិញ្ញាណទាំងអស់នេះប្រែក្លាយទៅជាធម្មពលអមតៈតែម្ដងណាហ្នឹងហើយឃើញថានៅពេលនេះភពនៃការបំផុតមួយប៉ុណ្្នឹងទាំងមូលហ្នឹងវាគឺគ្មានធម្មពលវិញ្ញាណបន្តទៀតនោះទេផ្ទុយទៅវិញនៅពេលនេះធម្មពលវិញ្ញាណទាំងអស់កំពុងតែស្ថិតនៅក្នុងដៃរូបកាយបំផុតអមតៈម្ដងរួចទៅហើយ Violin បន្ទាប់ពីបានឃើញចំនួនវិធីសាស្ត្រមួយហ្នឹងហើយហ្នឹងផ្នែករបស់គាត់ចាប់ផ្ដើមរួមបន្តិចក៏ប៉ុន្តែយ៉ាងណាមិញរាងកាយរបស់គាត់ក្រោមការគ្រប់គ្រងរបស់បិសាចបុរាណឃើញថានៅពេលនេះក៏បានត្រឹមតែញញឹមទាំងត្រជាក់តែប៉ុណ្ណោះក្រោមតែជាបច្ចេកទេសបំលែងធម្មពលអមតៈតែប៉ុណ្ណោះវាគ្រាន់តែជាបច្ចេកទេសតូចមួយចេញអំពីសាខានៃតកូលអរិយបុរាណរបស់យើងតែប៉ុណ្ណោះអញពិតជាក្លាហានពិតមែនហ៊ានបង្ហាញវានៅចំពោះមុខរបស់យើងបន្ទាប់ពីវាក៏បាននិយាយចប់ហើយនឹងរាងកាយរបស់ Violin ក្រោមការគ្រប់គ្រងរបស់
អារក្សបុរាណនៅគណៈពេលនេះដែលស្នាមរបស់វ៉ាងលីនក៏បានចង្អុលឡើងទៅលើមេឃតែម្ដងបន្ទាប់មកវាក៏បានស្រែកយ៉ាងខ្លាំងហើយថាអារក្សបុរាណនឹងឯងជាមួយនឹងពាក្យសម្ដីដែលអារក្សបុរាណនឹងក៏បាននិយាយវាក៏ជាភាសានៃសម្ព័ន្ធបុរាណនឹងឯងបន្ទាប់ពីវ៉ាងលីនក៏បានដឹកនៅដោយស្នាមរបស់គាត់ឡើងហើយហ្នឹងគាត់ក៏បានបង្កើតទៅជាក្រញាំមួយរយៈអណ្ដាតភ្លើងបិសាចក៏បានចាក់ចេញពីរាងកាយរបស់គាត់ព្រមទាំងក៏បានតឡំព័ទ្ធទៅលើក្រញាំបិសាចដ៏ធំសម្បើមនេះនឹងឯងក្រញាំនឹងគេក៏បានប្រាប់ដែរថាទំហំរបស់វានឹងក៏ពិតជាធំខ្លាំងមែនទែនហើយគឺរាប់សពហ្វីតតែម្ដងណាបន្ទាប់ពីក្រញាំនឹងក៏បានលេចចេញមកបែបហ្នឹងវាក៏បានធ្លាក់ទៅយ៉ាងលឿនចុះទៅកាន់ផ្នែកខាងក្រោមនៃផ្ទៃដីនៅក្នុងភពនៃការបំផុននឹងឯងបន្ទាប់មកអារក្សបុរាណក៏បានស្រែកម្ដងទៀតហើយថាដកពលឹងនៃភពផែនដីបន្ទាប់ពីសម្លេងនឹងគេត្រូវបានបន្លឺឡើងភពនៃការបំផុននៃប៉ុនទាំងមូលវាចាប់ដើមញ័រចំហាយបុរាណរមណោះក៏បានលេចឡើងជាបន្តហ្នឹងឯងឃើញថាជាមួយនឹងក្រញាំរបស់អារក្សបុរាណនេះវាក៏អាចធ្វើការដកជាមួយនឹងពលឹងនៃភពនៃការបំផុននៃប៉ុននឹងចេញមកតែម្ដងនៅគណៈនេះអារក្សបុរាណក៏បាននិយាយឲ្យថាចាប់តាំងពីឯងក៏បានប្រើប្រាស់ជាមួយធម្មពលវិញ្ញាណទាំងអស់នៅលើភពផែនដីនេះរួចទៅហើយនឹងអញ្ចឹងខ្ញុំក៏នឹងប្រើប្រាស់ជាមួយនឹងពលឹងនៃភពផែនដីនេះដូចគ្នាដែរតោះចូលយើងមើលទៅថាណាខ្លាំងជាងណាពិតប្រាកដដូចហើយអារក្សបុរាណក៏បានត្រឹមតែសែកឡើងតែប៉ុណ្ណោះយ៉ាងណាមិញចំពោះវ៉ារបស់យើងបើទោះបីជារាងកាយរបស់គាត់នៅពេលនេះគឺត្រូវបានគ្រប់គ្រងដោយអារក្សបុរាណយ៉ាងណាក៏ដោយក៏ប៉ុន្តែគាត់ក៏នៅតែមានទំនាក់ទំនងខ្លះជាមួយនឹងរាងកាយរបស់គាត់អញ្ចឹងណាអញ្ចឹងហ្នឹងវាក៏បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនមែនទែនឲ្យមកកាន់វ៉ារបស់យើងដែលគាត់ក៏អាចមើលឃើញជាមួយនឹងបច្ចេកទេសដែលអារក្សបុរាណវាក៏បានប្រើប្រាស់ហ្នឹងឯងហើយវាក៏បានធ្វើកំណត់របស់វ៉ាលិនគឺកាន់តែយល់ដឹងបន្ថែមតទៅទៀតហ្នឹងឯងតាមពិតទៅនេះវាមិនមែនជាលើកទី1នោះទេដែលវ៉ាលិនគាត់ក៏បានឃើញជាមួយនឹងវិធីសាស្ត្រនៃការដកពលឹងណាត្រឡប់ទៅកាន់ទឹកដីវិញ្ញាណវិស័យវិញកាលពីពេលនោះវ៉ាលិនគាត់ក៏បានឃើញជាមួយនឹងលុបលុនហ្នឹងឯងគេក៏បានដកជាមួយនឹងពលឹងភ្នំអមតៈរបស់គេចេញមកដូចគ្នាដែរណាហើយចាប់តាំងពីពេលនោះហ្នឹងឯងវ៉ាលិនគាត់គឺបច្ចុប្បន្នការចាប់អាយយ៉ាងខ្លាំងមែនទែនហើយចំពោះអត្តពលនៃបច្ចេកទេសប្រភេទនេះវាក៏ពិតជាខ្លាំងខ្លាំងណាស់វាមិនមែនជាអ្វីដែលអ្នកវឹកហាត់អមតៈធម្មតាហ្នឹងពួកគេគឺអាចគ្រប់គ្រងឬក៏ធ្វើជាម្ចាស់របស់វាបាននោះឡើយហើយឥឡូវនេះគាត់គឺបានជួបប្រទះដោយផ្ទាល់ដោយរាងកាយរបស់គាត់ក៏ជាអ្នកបញ្ចេញជាមួយនឹងបច្ចេកទេសដោយផ្ទាល់តែម្ដងណាក៏ប៉ុន្តែយ៉ាងណាមិញវាក៏ត្រូវបានគ្រប់គ្រងទៅដោយអារក្សបុរាណហ្នឹងឯងអញ្ចឹងនឹងវ៉ាលយើងគាត់ក៏បានដឹងថាបច្ចេកទេសដែលអារក្សបុរាណគេក៏បានប្រើនៅពេលនេះគឺវាជ្រាលជ្រៅជាងបច្ចេកទេសដែលលុបលុនគេក៏បានប្រើប្រាស់វាតទៅទៀតចំពោះវ៉ាលនៅពេលនេះគាត់ក៏បានគិតថាចំពោះអ្វីៗទាំងអស់នៅក្នុងលោកសម្បីតែស្លឹកឬក៏ស្មានីមួយៗឯហ្នឹងវាក៏សិតតែមានជីវិតទាំងអស់ហ្នឹងឯងអញ្ចឹងបានន័យថាពួកវានីមួយៗហ្នឹងក៏សិតតែមានពលឹងទាំងអស់ហ្នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញពលឹងទាំងអស់នេះគឺវាពិបាកយល់ខ្លាំងណាស់វាគឺមិនអាចមើលឃើញបាននោះឡើយហើយជាឧទាហរណ៍បើសិនជាមនុស្សម្នាក់ក៏បានសម្លឹងមើលទៅកាន់ភ្នំដ៏ខ្ពស់មួយពួកគេក៏នឹងមានអារម្មណ៍ថាតក់ស្លុតរងសម្ពាធតែម្ដងណាហើយហ្នឹងហើយសម្ពាធទាំងអស់នេះគឺបានចេញអំពីពលឹងភ្នំទាំងអស់នេះហ្នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញពួកគេក៏មិនអាចមើលឃើញទេហើយវ៉ាលិនគាត់ក៏បានគិតថាសម្បីតែភ្នំហើយនឹងទន្លេក៏វាមានពលឹងរួចទៅហើយហ្នឹងច្បាស់ណាស់ភពវឹកហាត់មួយដែលពោពេញទៅដោយធម៌ពលវិញ្ញាណខ្លាំងសម្បើមបែបនេះច្បាស់ជាមានពលឹងដែរហ្នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញជាមួយនឹងការដកពលឹងរបស់ភពផែនដីនៃការបំផុតមួយប៉ុននេះទាំងមូលវាហាក់ដូចជាខុសគ្នាទាំងស្រុងតែម្ដងណាអំពីការដែលស្រូបចូលជាមួយនឹងធម៌ពលវិញ្ញាណចេញអំពីភពផែនដីនេះទាំងមូលហ្នឹងឯងឃើញថានៅគណៈនៃចំហាយបុរាណរមណោះក៏បានស្ទុះចេញមកជាបន្តហើយវ៉ាងនៅពេលនេះគាត់ក៏បានដឹងហើយថាចំហាយទាំងអស់នេះវាគឺមិនត្រូវបានបង្កើតឡើងត្រូវរយៈពេលរាប់ពាន់ឆ្នាំនោះទេក៏ប៉ុន្តែវាក៏ជាអ្វីដែលត្រូវបានបង្កើតឡើងយឺតក្នុងរយៈពេលរាប់ម្ដងហ្នឹងឯងឥឡូវយើងដឹងប៉ុណ្្នឹងសិនហើយត្រឡប់មកកាន់ពេលនេះវិញឃើញថានៅពេលនេះធម៌ពលបុរាណទាំងអស់នោះក៏បានធ្វើការរួមបញ្ចូលគ្នាព្រមទាំងបង្កើតបន្តជាផ្សេងអាពណ៌ប្រផេះមួយហ្នឹងឯងនៅលើបាតដៃរបស់វ៉ាងរបស់យើងណាវាគឺប្រៀបបានដូចជាការបំផុនមួយយ៉ាងចឹងដែលមានជំនាញធម៌ពលផ្នែកបន្ទោរមណោះក៏បានលេចឡើងនៅក្នុងវាដូចគ្នាដែរក៏ប៉ុន្តែបើយើងក្លែងមកកាន់ភពនៃការបំផុនទាំងមួយប៉ុនទាំងមូលនេះវិញវាហាក់ដូចជាភពទាំងមូលគឺបាត់បង់ជំនឿភាពរស់រវើករបស់វារួចទៅហើយមិនថាបើទោះបីជាស្មៅទន្លេឬក៏កំពូលភ្នំអីនោះទេវាក៏ចាប់ផ្ដើមប្រះឡើងស្មៅនេះវិញគឺក្រៀមស្វិតរួចទៅហើយហ្នឹងហើយនៅគណៈបេដាវ៉ាលិនគាត់គឺមានជំនឿពលឹងនៃភពផែនដីនៃការបំផុនមួយប៉ុនមួយនឹងនៅក្នុងដៃរបស់គាត់បែបហ្នឹងនៅគណៈនេះគាត់ក៏ចាប់ផ្ដើមធ្វើការសាច់ឡើងហ្នឹងឯងយ៉ាងកំណាញ់តែម្ដងរួចហើយក៏បានស្ទុះទៅយលឿនល្បឿនរបស់គាត់ប្រៀបបានដូចជាផ្នែកបន្ទោលយ៉ាងចឹងស្ទុះទៅកាន់រូបកាយបំផុននៃពីមុខរបស់គាត់ណាដែលត្រូវបានបង្កើតឡើងចេញពីត្បូងថ្មនៃគ្រួសារហួរហ្នឹងឯងឃើញថានៅពេលនេះពួកគេទាំងពីរនេះកំពុងតែប្រឈមមុខដល់គ្នាហ្នឹងឯងក៏លេចមកកាន់រូបកាយបំផុននៅពេលនេះវិញដោយសារតែក្នុងដៃរបស់វាគឺមានជំនឿធម៌ពលអមតៈទាំងអស់ដែលត្រូវបានសរុបចេញអំពីភពផែនដីនៃការបំផុនមួយប៉ុននឹងដូចគ្នាដែរអញ្ចឹងហ្នឹងវាក៏បានគម្រាមដៃរបស់វានៅគណៈពេលនេះឃើញថាធម៌ពលទាំងអស់វាក៏បានស្ទុះទៅយលឿនបន្ទាប់មកឃើញថានៅពេលនេះពួកគេទាំងពីរនេះក៏បានប៉ះទៅកិច្ចគ្នាហើយប៊ុំនឹងឯងជាមួយនឹងការបំទុះយ៉ាងខ្លាំងសម្បើមបែបនេះវាក៏បានធ្វើឲ្យសរសៃវិញ្ញាណនៃភពផែនដីនៃការបំផុនទាំងមូលហ្នឹងវាក៏ត្រូវបានបំផ្លាញរហូតដល់30%រួចទៅហើយរីឯសមាជិកនៃគ្រួសារហ៊ុនដែលមិនដឹងខ្យល់អីនេះវិញក៏ថាបានប៉ាំងធាតុមកក្រោយរៀងខ្លួនតែម្ដងណាពួកគេទាំងអស់នោះក៏បានធ្វើការចាប់ផ្ដើមសម្រួលជំនឿកម្លាំងធាតុរបស់ពួកគេដើម្បីធ្វើឲ្យសកម្មនឹងឯងព្រោះថាអារម្មណ៍របស់គេក៏បានប្រាប់ហើយបើសិនជាគេមិនធ្វើបែបនេះទេច្បាស់ណាស់រាងកាយរបស់គេទាំងមូលហ្នឹងក៏ត្រូវបានបំផ្លាញជាមិនខាននោះឡើយហើយបើយើងក៏លេចមកកាន់រូបកាយបំផុនដែលត្រូវបានបង្កើតឡើងដោយត្បូងថ្មនៃគ្រួសារហ៊ុននៅពេលនេះវិញឃើញថាវាក៏ត្រូវបានបំផ្លាញប្រែក្លាយទៅជាផ្សែងរួចទៅហើយ
បន្ទាប់មកនឹងរូបរាងនៃត្បូងថ្មមួយនឹងវាក៏ចាប់ដាំលើចេញមកភ្លាមៗតែម្ដងក៏ប៉ុន្តែយ៉ាងណាមិញលើកនេះវាក៏បានផ្ទុះបំបីខ្លាយទៅជាធូលីអស់តែម្ដងទៅចំពោះសមាជិកនៃគ្រួសារហ៊ុនទាំងអស់ហ្នឹងពួកគេក៏សិតតែបានមើលជាមានទស្សនវិជ្ជាទាំងអស់នេះហ្នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញធូលីទាំងអស់នោះក៏បានប្រែក្លាយទៅជាផ្សែងពណ៌សមួយរយ័យក៏បានក្របដណ្ដប់ពីពេញនៃគ្រួសារហ៊ុនទាំងមូលតែម្ដងណាចម្ងាយ5គីឡូម៉ែត្រហ្នឹងឯងចំពោះពពាក់ប្រុសនៃគ្រួសារហ៊ុននៅពេលនេះវិញបន្ទាប់ពីបានឃើញបែបហ្នឹងហ្នឹងទឹកមុខគឺថាស្លេកស្លាំងជាមុនតទៅទៀតយ៉ាងណាមិញក្នុងគ្រួសារហ៊ុនក៏មានបណ្ដាំមួយដូចគ្នាដែរថាបើសិនជាត្បូងថ្មមួយហ្នឹងគឺត្រូវបានបំបីខ្ទេចខ្ទីហ្នឹងនោះវាក៏នឹងមានជំនឿក្បួននៃការបង្កើតមួយក្នុងការការពារទៅកាន់សមាជិកនៃគ្រួសារហ៊ុនទាំងអស់ហ្នឹងឯងក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយក្បួននៃការបង្កើតទាំងអស់នេះគឺវាខ្សោយខ្លាំងណាស់នៅក៏ព្រោះថាក្បួននៃការបង្កើតទាំងអស់នេះបង្កើតឡើងគឺដើម្បីពន្យាពេលឲ្យគ្រួសារហ៊ុនកិច្ចខ្លួនឬក៏ចោះចាញ់ធ្វើអត្តឃាតឬក៏ជាការបន្សល់ទុកចំនួនពាក្យពេចន៍ចុងក្រោយរបស់ពួកគេហ្នឹងឯងហើយហ្នឹងឯងបើយើងក៏លេចមកកាន់រាងកាយរបស់ Valen នៅពេលនេះវិញឃើញថាដៃស្ដាំរបស់គាត់គឺញ័រតែម្ដងឯងបន្ទាប់មកហ្នឹងគាត់ក៏បានបន្លែងជាមួយនឹងពលឹងនៃភពនៃការបំផន់មួយពណ៌ហ្នឹងឲ្យត្រឡប់ទៅកាន់ភពនៃការបំផន់មួយពណ៌ហ្នឹងវិញបាត់ទៅហើយចំពោះក្នុងសមរភូមិនេះបើយើងនិយាយអំពីផលចំណេញវិញហ្នឹងនោះក៏ជា Valen ហ្នឹងឯងនោះក៏ដោយសារតែក្នុងសមរភូមិនេះហ្នឹងពួកគេទាំងពីរនាក់ក៏បានប្រើប្រាស់ជាមួយនឹងប្រភេទបច្ចេកទេសមួយដែលសំបីតែអ្នកវឹកហាត់អមតៈកម្រិតទី7ហ្នឹងក៏ពួកគេមិនសំបីតែជួបប្រទះផងហើយមិនថាបើទោះបីជារូបរាងកាយនៃការបំផន់អមតៈមួយហ្នឹងឬក៏ជាអរិយបុរាណនោះទេពួកគេទាំងពីរនាក់សុទ្ធតែមានអំណាចជាអ្នកវឹកហាត់ជំហានទី2ទាំងអស់ណាហើយចំពោះវត្តយើងនេះវិញជាមួយនឹងសមរភូមិនេះវាប្រៀបបានដូចជាការបើកទ្វារឲ្យមកកាន់គាត់យ៉ាងចឹងក្នុងការដែលអាចឲ្យគាត់គឺមើលឃើញជាមួយនឹងកម្រិតនៃការវឹកហាត់បន្ទាប់ហ្នឹងឯងដាវីក៏បានធ្វើវត្តយើងផ្ទាល់គាត់ក៏មានអារម្មណ៍អំពីអំណាចនៃជំហានបន្ទាប់តទៅទៀតណាវ៉ាងទីទៅនេះគាត់គឺសប្បាយចិត្តខ្លាំងមែនទែនហើយបានត្រឹមតែលន់មកដល់ថានេះវាគឺជាអំណាចនៃជំហានទី2បើប្រៀបធៀបទៅនឹងលុបលុនបពាប្រុសនៃគ្រួសារហ៊ុនឬក៏ជាឈិនគុយសៀហ្នឹងពួកគេក៏សុទ្ធតែស្ថិតក្នុងជំហានទី2ហ្នឹងឯងវាច្បាស់ណាស់ថាពួកគេក៏ទៅតែចូលទៅក្នុងជំហានទី2ដំបូងណាកន្លែងហ្នឹងមានក៏រៀងអត់យល់ដែរបងប្អូនប្រហែលជានៅពេលដែលមនុស្សម្នាក់ក៏បានឈានទៅដល់កម្រិតនៃការផ្លាស់ប្ដូរយិនយ៉ាងអាចថាពួកគេក៏ត្រូវបានចាត់ទុកថាក៏ជាជំហានទី2ណាហ្នឹងឯងមានក៏រៀងអត់យល់ដែរកន្លែងហ្នឹងហ្នឹងឯងត្រឡប់មកកាន់ពេលនេះវិញចំពោះ Valen គាត់ក៏រៀងចាប់ផ្អើលខ្លាំងមែនទែនហើយជំហានទី2ណាអំណាចរបស់វាក៏ពិតជាខ្លាំងខ្លាវិញហើយយ៉ាងណាមិញក្នុងកំឡុងពេលដែលសមរភូមិហ្នឹងក៏ត្រូវបានចាប់ផ្ដើមឡើងចាប់តាំងពីបិសាចបុរាណក៏បានគ្រប់គ្រងជាមួយនឹងរាងកាយរបស់ Valen ហ្នឹងវាក៏បានផ្ដល់ជំនឿថាប្រយោជន៍ខ្លាំងមែនទែនមកដល់គាត់ផ្ទាល់តែម្ដងណានៅក៏ព្រោះថាកំឡុងពេលដែលអរិយបុរាណហ្នឹងក៏បានគ្រប់គ្រងរាងកាយរបស់គាត់វាក៏បានប្រើប្រាស់ជាមួយនឹងបច្ចេកទេសដ៏អស្ចារ្យនេះហ្នឹងឯងតែវាក៏បានធ្វើឲ្យសកម្មភាពពេញរាងកាយរបស់គាត់តែម្ដងណាអញ្ចឹងនឹងចំណុចដែលលាក់បាំងទាំងប្រមាណដែលយើងមើលមិនឃើញពីខាងក្រៅនេះវិញវាក៏ត្រូវបានបង្ហាញយ៉ាងច្បាស់រួចទៅហើយនៅចំពោះមុខរបស់ Valen របស់យើងតាំងពីរបៀបនៃការធ្វើឲ្យធម៌ពលអមតៈហ្នឹងគឺផ្លាស់ទីពីពេញរាងកាយហ្នឹងឯងនិងក៏ព្រមទាំងចំហាយដែលអាចអូសទាញជាមួយនឹងបំណាច់ពលឹងចេញមកបានហ្នឹងឯងហើយទាំងនេះវាក៏បានបើកជំនាញចន្លោះប្រហោងដ៏ធំសម្បើមមួយនៅក្នុងទ្វារដែលកំពុងតែរារាំងទៅកាន់ផ្លូវរបស់ Valen ហ្នឹងឯងក្នុងការឈានដល់ជំហានទី2ណាចំពោះ Valen របស់យើងគាត់គឺមិនដែលចង់ឈានដល់ជំហានទី2ដូចឥឡូវនេះទេនោះក៏ដោយសារតែឥឡូវនេះគាត់គឺទទួលបានជំនាញការយល់ដឹងថ្មីបូករួមជាមួយនឹងការប្រើប្រាស់បច្ចេកទេសដ៏ខ្លាំងសម្បើមបែបនេះទៀតហ្នឹង Valen គាត់គឺកាន់តែចង់បំបែកទៅកាន់ជំហានទី2រួចទៅហើយយ៉ាងណាមិញចំពោះ Valen គាត់ក៏បានគិតថាសម្បីតែអ្នកការពារអមតៈរបស់គាត់ហ្នឹងក៏មិនអាចទប់ទល់ជាមួយនឹងការវាផាមបាញ់នេះបានផងដូច្នេះហ្នឹងក្នុងចិត្តរបស់ Valen នៅពេលនេះគាត់ក៏បានគិតថាអំណាចនៃជំហានទី2វាក៏ពិតជាខ្លាំងខ្លាមែនទែនក្នុងការបើកជំនាញសមរភូមិមួយហ្នឹងពួកគេក៏អាចបំផ្លាញជំនាញភពមួយបានយ៉ាងងាយស្រួលហ្នឹងឯងដែលរឿងទាំងនេះវាក៏ដូចជាឈុតឆាកដែល Valen របស់យើងទទួលបានចេញអំពីការចងចាំរបស់ព្រះបុរាណណាហើយជាមួយនឹងការយល់ដឹងទាំងនេះគឺមិនមែនមានត្រឹមតែ Valen របស់យើងនោះទេសូម្បីតែសមាជិកនៃគ្រួសារហ៊ុនផ្សេងៗទៀតហ្នឹងពួកគេក៏សុទ្ធតែបានត្រាស់ដឹងអំពីសមរភូមិទាំងនេះដូចគ្នាដែរណាវាហាក់ដូចជានៅពេលនេះពួកគេក៏បានរកឃើញជាមួយនឹងផ្លូវកស៊ូថ្មីមួយហើយក៏ប៉ុន្តែយ៉ាងណាមិញគឺវាមិនសំខាន់នោះទេបើប្រៀបធៀបជាមួយនឹង Valen របស់យើងណាការកាន់ឡើងជាមួយនឹងការយល់ដឹងរបស់ពួកគេទាំងនេះវាគឺមិនសូវខ្លាំងដូចជា Valen របស់យើងនោះទេដោយសារតែ Valen គាត់ក៏អាចមើលឃើញវាបានដោយផ្ទាល់អញ្ចឹងហ្នឹងចំពោះ Valen គាត់ក៏អាចយល់ដឹងច្រើនជាងពួកគេណាហើយម្យ៉ាងវិញទៀតអាការទាំងនេះវាក៏ពិតជាកម្រខ្លាំងមែនទែនហើយសម្រាប់មនុស្សម្នាក់ដែលអាចមើលឃើញជាមួយនឹងអាចកំបាំងនៃជំហានទី2ណានៅក៏ព្រោះថាជំហានទី2ទូទៅហ្នឹងនៅពេលដែលពួកគេចង់ប្រយុទ្ធគ្នាជាមួយនរណាម្នាក់ពួកគេក៏តែងតែប្រើប្រាស់រាងកាយពិតរបស់ពួកគេហ្នឹងឯងក្នុងការប្រយុទ្ធណាវាក៏អាចថាត្រូវការរក្សាជាមួយនឹងអាចកំបាំងរបស់គេហ្នឹងឯងក៏ប៉ុន្តែចំពោះពេលលួននេះវិញវាក៏ជាសំណាងរបស់ Valen ដែរគាត់ក៏អាចបានឃើញណាហ្នឹងហើយត្រឡប់មកកាន់ពេលនេះវិញជាមួយនឹងអរិយបុរាណដែលវាក៏បានគ្រប់គ្រងទៅកាន់រាងកាយរបស់ Valen ហ្នឹងវាក៏បានស្ទុះតែយលឿនម្ដងទៀតហើយប្រើប្រាស់ជាមួយនឹងកណ្ដាប់ដៃរបស់វាហ្នឹងឯងវាប្រហែលដោយផ្ទាល់តែម្ដងទៅលើក្បួននៃការបង្កើតរបស់គ្រួសារហ៊ុនហ្នឹងឯងឃើញថានៅពេលនេះស្នាមប្រែរំដោះក៏បានឡើងជាបន្តបន្ទាប់ទៅលើក្បួននៃការបង្កើតទាំងនោះហ្នឹងឯងចំពោះហ៊ុនហ្វឹងសិននៅពេលនេះវិញក៏បាននិយាយទាំងសម្លេងធ្ងន់ទៅកាន់បពាក់ររបស់គេថាបពាក់រឆាប់បកលលាមីឲ្យទៅកាន់ប្តីរបស់នាងវិញទៅបើទោះបីជាភាគីម្ខាងទៀតគ្រាន់តែជាកម្រិតទី7យ៉ាងណាក៏ដោយក៏ប៉ុន្តែទ្រព្យសម្បត្តិព្រមទាំងបច្ចេកទេសរបស់គាត់ក៏ពិតជាខ្លាំងណាស់ជាពិសេសបន្ទាប់ពីអរិយបុរាណនេះក៏ត្រូវបានលេចឡើងបើទោះបីជាការវឹកហាត់របស់បពាក់រគឺមិនត្រូវបានធ្លាក់ចុះយ៉ាងណាក៏ដោយក៏ប៉ុន្តែបពាក់រក៏នៅតែមិនអាចប្រៀបផ្ទឹមជាមួយនឹងគេបានយ៉ាងអញ្ចឹងបពាក់រនៃគ្រួសារហ៊ុនឬបែបហ្នឹងក៏បានត្រឹមតែសំឡឹងមើលទៅកាន់ហ៊ុនហ្វឹងសិនតែប៉ុណ្ណោះបន្ទាប់មកគាត់ក៏បានសំឡឹងមើលទៅកាន់លាវម៉ៃហ្នឹងឯងនិយាយឲ្យថាលាវម៉ៃក៏ប៉ុន្តែនិយាយមិនទាន់ចប់ផងហ្នឹងលាវម៉ៃក៏បានត្រឹមតែកាត់ចង្វាក់និយាយឲ្យថាលោកគ្រូបើសិនជាខ្ញុំក៏ពិតជាចាក់ចាញ់មនុស្សច្បាស់ណាស់ខ្ញុំគឺនឹងត្រូវបានស្លាប់ជាមិនខាននោះឡើយតែនៅកំឡុងពេលនោះក៏ស្របតែសំឡេងបំផ្ទុះមួយគឺត្រូវបានបន្លឺឡើងប៊ុំបាទ
ឃើញថានៅពេលនេះក្បួននៃការបង្កើតទាំងនោះវាស្ទើរតែត្រូវបានបំផ្លាញទាំងស្រុងរួចទៅហើយចំពោះបុព្វបុរសនៃគ្រួសារហ៊ុននៅពេលនេះវិញទឹកមុខរបស់គាត់គឺកាន់តែអាក្រក់ជាងមុនទៀតហើយយ៉ាងណាមិញគាត់គឺមិនចង់បកគលលាមីឲ្យទៅកាន់ពួកគេនោះទេក៏ប៉ុន្តែបើសិនជាគាត់គឺមិនបកគលលាមីឲ្យទៅកាន់វត្តរបៀបនោះទេច្បាស់ណាស់នៅពេលដែលរយៈបុរាណក៏បានចូលមកនឹងច្បាស់ណាស់គាត់គឺមិនអាចទប់ទល់ជាមួយនឹងកម្រិតនៃការវឹកហាត់របស់គាត់បាននោះឡើយហើយគាត់ក៏បានរំលឹកទៅដល់ឈានកុយស៊ីព្រមទាំងគ្រួសារស៊ូដូចគ្នាដែរសន្យាថានឹងជួយកូននឹងឯងក៏ប៉ុន្តែនៅពេលនេះគាត់គឺមិនឃើញគ្រួសារស៊ូជិះកង់មកទៅសោះដូច្នេះហ្នឹងនៅពេលនេះចំពោះបុព្វបុរសនៃគ្រួសារហ៊ុនគាត់ក៏អាចតែពឹងផ្អែកទៅលើខ្លួនឯងតែប៉ុណ្ណោះបន្ទាប់មកភ្នែករបស់គាត់ក៏បានប្រែទៅជាត្រជាក់នឹងឯងរួចហើយក៏បានក្លេចមើលទៅកាន់លាមីនិយាយហៅថាលាមីដោយសារតានាងក៏នឹងត្រូវបានស្លាប់ដដែលនឹងឯងអញ្ចឹងហ្នឹងហើយបញ្ជាឯងគឺមិនបកគលជំនឿដែនធម្មពលទាំងអស់នេះឲ្យមកកាន់លោកគ្រូតែដោយមានដែនរបស់ឯងទៅនឹងគ្រូក៏នឹងអាចបំពេញជំនឿតាមបិសាចឋានសួគ៌គ្មានអត្តសញ្ញាណរបស់លោកគ្រូបានហើយដល់ពេលនោះគាត់ក៏នឹងមានឱកាសក្នុងការអាចទប់ទល់ជំនឿអរិយបុរាណនឹងបានហើយនឹងឯងតាមពិតទៅបុព្វបុរសនៃគ្រួសារហ៊ុនមូលហេតុដែលគាត់យកលាមីធ្វើជាសាររបស់គាត់នឹងនៅក៏ព្រោះថាលាមីនាងក៏មានជំនឿតាមបិសាចឋានសួគ៌បំផុតទាំង10000នឹងឯងហ្នឹងហើយឥឡូវយើងមកស្ដាប់ហេតុផលទាំងអស់គ្នាថាដែលបានជាបុព្វបុរសនៃគ្រួសារហ៊ុនគាត់គេចង់បានជំនឿដែនរបស់លាមីបែបនេះបាទតាមពិតទៅបុព្វបុរសនៃគ្រួសារហ៊ុនមុនពេលដែលគាត់ក៏បានស្លាប់ទៅនឹងក៏បានបន្សល់ទុកជំនឿដែនធម្មពល2ដែនធម្មពលទី1នឹងក៏ជាដែនធម្មពលគ្មានអត្តសញ្ញាណនឹងឯងហើយចំពោះដែនទី2នេះវិញវាក៏ជាដែនធម្មពលបិសាចឋានសួគ៌ណាក៏ប៉ុន្តែទៅយ៉ាងណាក៏ដោយថាបិសាចឋានសួគ៌គឺវាពិបាកដូច្នេះហ្នឹងរហូតមកដល់សប្តាហ៍ថ្ងៃនេះគ្មាននរណាម្នាក់ក្នុងគ្រួសារហ៊ុនគឺបានរៀនជាមួយនឹងវាជោគជ័យនោះឡើយហើយតាមពិតទៅជាមួយនឹងដែនធម្មពលទាំងពីរនេះវាក៏ត្រូវបានបំបែកចេញអំពីដែនធម្មពលតែមួយនោះទេបាទដែនធម្មពលមួយនឹងវាក៏ជាដែនធម្មពលបិសាចឋានសួគ៌គ្មានអត្តសញ្ញាណនឹងឯងនឹងឯងចំពោះដែនធម្មពលបិសាចឋានសួគ៌គ្មានអត្តសញ្ញាណមួយនឹងវាក៏ត្រូវបានបង្កើតឡើងមុនពេលដែលអាណាចក្រអមតៈក៏ត្រូវបានដួលរលំនឹងឯងហើយតាមពិតទៅបុព្វបុរសនៃគ្រួសារហ៊ុនក៏ធ្លាប់ជាប់ពាក់ព័ន្ធទៅនឹងបិសាចឋានសួគ៌ដែរអញ្ចឹងណាដែលបុព្វបុរសនៃគ្រួសារហ៊ុនគាត់ក៏បានរួមផ្សំគ្នាជាមួយនឹងបិសាចឋានសួគ៌នឹងឯងព្រមទាំងទទួលបានជាមួយនឹងការយល់ដឹងអំពីដែនធម្មពលទាំងនេះក៏ប៉ុន្តែយ៉ាងណាមិញដោយសារតែយើងដឹងស្រាប់ហើយថាពពួកអមតៈកាលពីបុរាណកាលហ្នឹងការវឹកហាត់របស់ពួកគេគឺថាខុសទាំងស្រុងអំពីឥឡូវតែម្ដងដោយសារតែពពួកអមតៈកាលពីបុរាណកាលហ្នឹងពួកគេគឺគ្មានតៅនោះទេឬក៏ជាដែនធម្មពលហ្នឹងឯងអញ្ចឹងបងប្អូនដែលបានស្លាប់ជាមួយនឹងសាច់រឿងចាស់ៗហ្នឹងគាត់ក៏នឹងបានដឹងហើយថាពពួកអមតៈពួកគេគឺពឹងផ្អែកទៅលើធម្មពលឈីព្រមទាំងទ្រព្យកំណត់របស់ពួកគេហ្នឹងឯងក្នុងការបំបែកទៅកាន់ជំហាននីមួយៗបន្តតទៅទៀតណាហើយដោយសារតែបុព្វបុរសចំនួនមុននៃគ្រួសារហ៊ុនគាត់ក៏គ្មានតៅបែបហ្នឹងឯងអញ្ចឹងហ្នឹងគាត់ក៏បានបកគលវាឲ្យទៅកាន់សមាជិកនៃគ្រួសារហ៊ុនរបស់គាត់អញ្ចឹងតែដើម្បីឲ្យពួកគេធ្វើការសិក្សាតែម្ដងណាក៏ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីអាណាចក្រអមតៈក៏ត្រូវបានដួលរលំគ្រួសារហ៊ុនគឺបាត់បង់ជំនឿការការពាររួចទៅហើយការដែលពួកគេក៏អាចរក្សាជាមួយនឹងតំណែងរបស់ពួកគេបានមកដល់ពេលនេះនឹងក៏ដោយសារតែតៅបិសាចឋានសួគ៌គ្មានអត្តសញ្ញាណហ្នឹងឯងក៏ប៉ុន្តែទៅយ៉ាងណាក៏ដោយនៅពេលនេះភាពរុងរឿងនៃគ្រួសារហ៊ុនវាកន្លែងបន្តតទៅមុខទៀតហើយដោយសារតែបុព្វបុរសនៃគ្រួសារហ៊ុនគូឈិងហ្នឹងឯងគេក៏បានចាប់អារម្មណ៍ទៅលើដែនធម្មពលរបស់លាមីណាដែលវាក៏ច្រើនបិសាចឋានសួគ៌បំផុតទាំង10000ហ្នឹងឯងហើយដោយសារតែបុព្វបុរសនៃគ្រួសារហ៊ុនគាត់ក៏ចង់លេបតបាក់ទៅកាន់ដែនធម្មពលរបស់លាមីគាត់ក៏មានតែជួយលាមីព្រមទាំងលួងលោមនាងធ្វើឲ្យកម្រិតនៃការវឹកហាត់របស់នាងក៏បានកើនឡើងទៅដល់កម្រិតទី7ដំណាក់កាលចុងក្រោយឬក៏ចង់ឲ្យនាងឈានដល់កម្រិតនៃការផ្លាស់ប្ដូរយិនយ៉ាងហ្នឹងឯងដើម្បីងាយស្រួលក្នុងការលេបតបាក់ទៅកាន់ដែនធម្មពលរបស់លាមីតែម្ដងណាព្រោះថាអ្វីៗទាំងអស់វាក៏ស្ថិតក្រោមការគ្រប់គ្រងរបស់គាត់រួចទៅហើយតទៅមុខទីនឹងបន្ទាប់ពីដែនធម្មពលរបស់លាមីឆ្លងកាត់ជំនឿការផ្លាស់ប្ដូរមួយខ្លាចទៅជាតាបិសាចឋានសួគ៌បំផុតទាំង10000ពិតប្រាកដហ្នឹងគាត់ក៏នឹងធ្វើការលេបតបាក់វាព្រមទាំងធ្វើការបណ្ដោះជំនឿដែនធម្មពលពិតរបស់គាត់ដែលជាដែនធម្មពលគ្រួសារហ៊ុនណាមានឈ្មោះថាតាបិសាចឋានសួគ៌គ្មានអត្តសញ្ញាណពិតប្រាកដហ្នឹងឯងអញ្ចឹងយើងដឹងស្រាប់ហើយថាដែនធម្មពលពិតប្រាកដដែលត្រូវបានបំបែកចេញជាពីរហ្នឹងវាក៏ជាដែនធម្មពលបិសាចឋានសួគ៌គ្មានអត្តសញ្ញាណហ្នឹងឯងតែពីដំបូងឡើយដោយសារតែតាបិសាចឋានសួគ៌ហ្នឹងគឺវាពិបាករៀនខ្លាំងពេកអញ្ចឹងគាត់រៀនបានត្រឹមតែតើគ្មានអត្តសញ្ញាណតែប៉ុណ្ណោះហើយដល់ពេលនេះវាក៏ជាការល្អនៅពេលដែលគាត់ក៏បានជួបជំនឿលាមីតែនាងក៏មានជំនឿតាបិសាចឋានសួគ៌បំផុតទាំង10000ណាអញ្ចឹងហ្នឹងគាត់ក៏ចង់លេបតបាក់វាក្នុងការដែលរួមផ្សំគ្នាបង្កើតបន្ទជាតាបិសាចឋានសួគ៌គ្មានអត្តសញ្ញាណដ៏ពិតប្រាកដហ្នឹងឯងតែវាក៏ជាតៅដើមតែម្ដងណាហ្នឹងឯងសង្ឃឹមថាប៉ុណ្្នឹងក៏បងប្អូនយើងក៏នឹងយល់តែយ៉ាងណាក៏ដោយជាមួយនឹងផែនការរបស់បុព្វបុរសនៃគ្រួសារហ៊ុនវាក៏ត្រូវបានបំផ្លាញទាំងស្រុងទៅដោយវត្តរបៀងរួចទៅហើយដែលជាមនុស្សគ្មានអត្តសញ្ញាណមកពីណាក៏មិនដឹងណាហើយជំនួសការឲ្យបកគលឲ្យទៅកាន់លាមីនៅពេលនេះហ្នឹងគាត់គួរណាតែលេបតបាក់ទៅកាន់នាងឲ្យឆាប់តាមដែរធ្វើទៅបានហ្នឹងឯងដើម្បីទទួលបានជំនឿតាបិសាចឋានសួគ៌បំផុតទាំង10000របស់នាងហើយបើសិនជាគាត់អាចទទួលបានមែនហ្នឹងនៅថ្ងៃអនាគតគាត់គ្រាន់តែគាត់ខំបន្ថែមតទៅទៀតហ្នឹងគាត់ក៏នឹងអាចសម្រេចបានជំនឿសមិទ្ធផលដ៏ធំសម្បើមមួយហ្នឹងឯងអានេះវាក៏ជាអ្វីដែលបុព្វបុរសនៃគ្រួសារហ៊ុនគាត់ក៏បានគិតណាជាក់ស្ដែងទៅលាមីនាងក៏បានដឹងអំពីបញ្ហាទាំងនេះរួចទៅហើយតាំងពីនៅក្នុងប្រព័ន្ធផ្កាយសម្ព័ន្ធមកម្លេះដល់នាងក៏បានដឹងហើយថាគ្មាននរណាម្នាក់សុកមកល្អចំពោះយើងនោះទេកន្លែងហ្នឹងគេចង់ប្រៀបធៀបជាមួយនឹងមនុស្សយើងសប្តាហ៍ថ្ងៃនេះដែរថាចំពោះអ្នកក្រៅនេះវិញបើទោះបីជាគេល្អ10000ឬក៏1000ដងយ៉ាងណាក៏ដោយហ្នឹងក៏វាមិនស្មើជាមួយនឹងមនុស្សជាទីស្រឡាញ់របស់យើងដូចគ្នាដែរមានន័យថាក៏ជាពុកម្ដាយបងប្អូនឬក៏ជាអំពូមីងអញ្ចឹងតែបាទកន្លែងហ្នឹងគេបង្កប់ជួយតម្លៃនៃការអប់រំទៀតហើយម្យ៉ាងវិញទៀតចំពោះលាមីដោយសារតែអំណាចរបស់បុព្វបុរសនៃគ្រួសារហ៊ុនគូឈើហ្នឹងគឺមិនមែនជាអ្វីដែលនាងអាចទទួលបាននោះឡើយអញ្ចឹងហ្នឹងនាងក៏មានតែលាប្រុសក្មេងប្រុសវ៉ាងរបស់យើងទៅតាមតាតែម្ដងណាដែលមានលុយច្រើនហ្នឹងហើយមិននិយាយលេងទេត្រឡប់មកកាន់ពេលនេះវិញអញ្ចឹងហ្នឹងនាងក៏មានតែមកតាមជាមួយនឹងបុព្វបុរសនៃគ្រួសារហ៊ុន
នតែម្ដងមកកាន់ប្រពន្ធផ្កាយឋានសួគ៌ណាហើយរឿងមួយទៀតដែលធ្វើលីមីនាងក៏កាន់តែច្បាស់បន្ថែមតទៅទៀតនឹងនោះក៏ជាឆន្ទៈរបស់បុព្វបុរសនៃគ្រួសារហ៊ុនក្នុងការបំផ្លាញជំនឿគំនិតនៃការវឹកហាត់របស់គាត់ដើម្បីជួយឲ្យនាងគឺឈានទៅដល់កម្រិតទី7ដំណាក់កាលចុងក្រោយកម្ពុជាហ្នឹងឯងអញ្ចឹងនាងក៏បានដឹងភ្លាមៗថាបុព្វបុរសនៃគ្រួសារហ៊ុនគាត់គឺចង់បានរឿងអ្វីមួយផ្សេងទៀតហ្នឹងឯងហើយហ្នឹងឯងត្រឡប់មកកាន់ពីនេះវិញដើម្បីក៏បានតប៉ែឡៃឡោតច្រើនពេកលេមីនាងក៏បានដាក់សំណើពីឲ្យទៅកាន់បុព្វបុរសនៃគ្រួសារហ៊ុនតែម្ដងណាបាទមកដល់ចំណុចនេះហ្នឹងសាច់រឿងក៏ត្រូវបានបញ្ចប់រួចទៅហើយហ្នឹងឯងបងប្អូនដោយសារតែថ្ងៃនេះរឿងដាច់ជប់បន្តិចហើយអត់មានថាធ្វើរឿងច្រើនណាស់ក៏ប៉ុន្តែដោយសារតែចាញ់មករឿងជប់ជ្រៅដែរហើយជ្រាបធ្វើរឿងជូនបងប្អូនទាំងគ្នាណាការធ្វើរឿងហ្នឹងគឺមិនមែនស្រួលទេបងប្អូនយើងអើយបាទពិបាកមែនតើដោយសារវាត្រូវការស្វែងយល់ហើយបកប្រែភាសាដែលគេនិយាយមកត្រឡប់តបតិនហ្នឹងគឺចង់ឈួតតែមិនមើលចង់មកលៀនដងអីហ្នឹងហើយអរគុណខ្លាំងមែនតើសម្រាប់ការគ្រប់គ្រងរបស់បងប្អូនទាំងគ្នាកន្លងមកនេះណាហើយកន្លែងនេះបងប្អូនយើងក៏ប្រហែលជាគិតថាចង់ឲ្យមានត្អូញទៅហើយបាទមិនមែនថាត្អូញទេគ្រាន់តែចង់ប្រាប់ទៅកាន់បងប្អូនទាំងគ្នាឲ្យដឹងថាការសម្រាយរឿង novel ហ្នឹងបើសិនជាមានចង់អានលឿនទទួលបានមកច្រើនណាស់វិញadmin គ្រាន់តែអានទៅតាមសាច់រឿងដែលគេក៏បានសរសេរនៅលើហ្នឹងគឺវាចប់រួចទៅហើយក៏ប៉ុន្តែ admin ទំលាប់ក្នុងការសម្រាយបញ្យលបែបដឹងរួចទៅហើយអញ្ចឹងបើសិន admin អានយកនេះវិញច្បាស់ណាស់បងប្អូនយើងហ្នឹងគឺច្បាស់ជាដាក់មេប្រូចមានជាមិនខានឡើយហើយសយហ្នឹងគឺបញ្ចោ admin ទៀតផងហើយហ្នឹងឯងមិនបញ្ចប់ទៅកាន់សាច់រឿងរបស់យើងហ្នឹង admin សូមអរគុណទៅកាន់បងប្អូនដែលគាត់ក៏បានឧបត្ថម្ភមកកាន់ admin ហ្នឹងឯងបាទទី1ហ្នឹងក៏ជាបង Lida ហ្នឹងឯងដែលគាត់ក៏បានឧបត្ថម្ភមកកាន់ admin ចំនួន$1ណាបន្ទាប់មកទៀតហ្នឹងក៏ជាបងសៃហាហ្នឹងឯងគាត់ក៏បានឧបត្ថម្ភមកកាន់ admin ចំនួន$5ហើយបន្ទាប់មកទៀតហ្នឹងក៏ជាបងសៃឡាហ្នឹងឯងគាត់ក៏បានឧបត្ថម្ភមកកាន់ admin ចំនួន50សេនហើយនឹងចុងក្រោយគេនេះវិញក៏ជាបង Longdi ហ្នឹងឯងគាត់ក៏បានឧបត្ថម្ភមកកាន់ admin ចំនួន$5តែម្ដងណាប្រាប់មកកាន់ Telegram ថាអរគុណមែនតើ admin សម្រាប់ novel នេះហ្នឹងឯង admin ក៏អរគុណដូចគ្នាដែរតែបងប្អូនយើងក៏តែងតែគ្រប់គ្រងក៏ដូចជាស្រឡាញ់នឹងការសម្រាយរឿងរ៉ាវនេះណាជាក់ស្ដែងតើ admin ធ្វើមិនសូវជាបានល្អប្រហែលទេដោយសារពាក្យសម្ដីខ្លះនិយាយទៅក៏វាជាប់មាត់ហើយកន្លែងខ្លះទៀតហ្នឹងនិយាយទៅក៏វារៀងវល់ដែរដោយសារ admin អានសាច់រឿងអត់យល់ដែរអញ្ចឹងបងប្អូនយើងក៏អត់យល់រឿង admin ដែរហ្នឹងឯងអញ្ចឹង admin ក៏ព្យាយាមក្នុងការអានសាច់រឿងខ្លាំងមែនទែនពី3ដងណោះដើម្បីឲ្យសាច់រឿងរបស់យើងវាក៏កាន់តែងាយស្រួលយល់ណាហ្នឹងឯងបងប្អូនចំពោះសាច់រឿងនេះក៏មានត្រឹមតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងគ្នាខ្លាំងមែនទែនដែលបានទស្សនាវីដេអូនេះដល់ចប់ជម្រាបលាបងប្អូនបាយបាយ